នៅក្នុងទេសភាពវាលខ្សាច់សត្វល្មូនតូចមួយកំពុងបរបាញ់អាហាររបស់វាខណៈដានសំឡេងស្រែកដ៏ខ្លាំងនិងភ័យស្លន់ស្លោបន្លឺឡើងតាមរយៈអាគារដែលត្រូវបានបំផ្លាញនៅផ្ទៃខាងក្រោយដោយរត់គេចដើម្បីជីវិតរបស់គាត់បរិះវ័យក្មេងពាក់អាវក្រហមរត់យ៉ាងអស់សង្ឃឹមខណៈដានសត្វចម្លែកដ៏ចម្លែកជាច្រើនព្យាយាមចាប់គាត់ឲ្យបានទោះជាក្នុងតម្លៃណាក៏ដោយភ្លាមនោះសត្វមួយក្នុងចំណោមសត្វទាំងនោះបានបញ្ចេញសំឡេងគ្រហឹមដ៏គួរឲ្យភ័យខ្លាចដោយបង្ហាញថាវាឃ្លានខ្លាំងណាស់ហើយនឹងមិនបោះបង់ការបរបាញ់ក្នុងពេលឆាប់ៗនេះទេដើម្បីគេចខ្លួនបុរសវ័យក្មេងនោះរអិលកាត់ដីដោយអាចចូលទៅក្រោមការវាយប្រហារដ៏សាហាវរបស់សត្រូវដោយភ្ញាក់ផ្អើលនឹងភាពឆ្លាតវៃរបស់សត្វនោះគាត់ដឹងថាវាគឺជាការវាយឆ្មក់ដែលបានគ្រោងទុកហើយកាន់តែតានតឹងចំពោះស្ថានភាពនេះជាមួយគ្នានោះតួឯកធ្លាក់ក្នុងភាពអស់សង្ឃឹមព្រោះគាត់ទើបតែមកដល់ពិភពលោកថ្មីនេះហើយមានអារម្មណ៍ថាជីវិតរបស់គាត់កំពុងព្យួរនៅលើសរសៃអំបោះដោយសម្លឹងមើលទៅចម្ងាយក្មេងប្រុសនោះក៏សម្គាល់ឃើញផ្សែងហ៊ុយចេញពីគំនរបាក់បែកហើយគិតភ្លាមៗថាប្រហែលជាមាននរណាម្នាក់កំពុងចម្អិនអាហារនៅទីនោះដោយរំភើបចំពោះលទ្ធភាពនៃការស្វែងរកមនុស្សវីរបុរសរត់ដោយអស់ពីកម្លាំងកាយឆ្ពោះទៅរកសញ្ញានៃជីវិតប៉ុន្តែសំណាងអាក្រក់របស់គាត់បានកើតឡើងម្ដងទៀតហើយជើងរបស់អ្នករត់គេចខ្លួនបានប៉ាក់នឹងថ្មរាងការ៉េដែលនៅកណ្ដាលផ្លូវការដួលគឺមិនអាចជៀសវាងឡើយហើយគាត់ស្រែកដោយភាពភ័យរន្ធត់ខណៈដែលគាត់ដឹងថាគាត់ហៀបនឹងបុកដីក្នុងរបៀបដ៏ឈឺចាប់បំផុតនៅពេលនោះបុរសកំសត់ចាប់ដើមរមៀលជក់ចំណោតមិនឈប់ឈរហើយបាត់បង់ស្មារតីនៃទិសដៅទាំងស្រុងក្នុងអំឡុងពេលដួលបន្ទាប់ពីការដួលជាបន្តបន្ទាប់បុរសវ័យក្មេងនោះបានឈប់នៅពេលដែលមុខរបស់គាត់បុកនឹងដីហើយគាត់បានបញ្ចេញសំឡេងធ្ងរដោយការឈឺចាប់សុទ្ធសាធនៅពេលគាត់បាក់ភ្នែកគាត់បានប្រឈមមុខនឹងសត្វចម្លែកដែលគួរឲ្យភ័យខ្លាចដែលបើកមាត់របស់វាដើម្បីបញ្ចប់ការងារនៅពេលនោះនឹងទីនោះដោយយំយ៉ាងខ្លាំងបុរសវ័យក្មេងនោះស្បត់នឹងខ្លួនឯងថាប្រសិនបើគាត់រស់ផុតពីភាពល្ញេរញ៉ៃនេះទាំងរស់គាត់នឹងមិនយល់ព្រមធ្វើដំណើរទៅកន្លែងផ្សេងទៀតឡើយភ្លាមនោះអាវុធបច្ចេកវិទ្យាខ្ពស់មួយបានលេចមកកំពុងត្រូវបានបញ្ចូលគ្រាប់ហើយយន្តការបញ្ចេញពន្លឺត្រៀមខ្លួនដើម្បីបាញ់កំភ្លើងដ៏ខ្លាំងក្លាការបាញ់ដ៏ច្បាស់មួយត្រូវបានបាញ់ចេញកាត់ឈួតខ្យល់ដោយពន្លឺដ៏ខ្លាំងក្លាខណៈដែលគ្រាប់កំភ្លើងហោះខ្នូរល្បឿនមិនគួរឲ្យជឿឡើយគ្រាប់កំភ្លើងហោះកាត់សមរភូមិដោយខកតួឯកបន្តិចដែលនៅតែក្រាបនៅលើដីរងចាំទីបញ្ចប់ក្របកំភ្លើងបានបុកលលារការរបស់សត្វដែលហៀបនឹងវាយប្រហារហើយកម្លាំងប៉ះទង្គិចបានធ្វើឲ្យសត្រូវហោះទៅក្រោយជាមួយនឹងកម្លាំងនៃការផ្ដួលសត្រូវរាងកាយដែលគ្មានជីវិតបានធ្លាក់មកលើបុរសវ័យក្មេងនោះដែលត្រូវបានកបប់នៅក្រោមសាកសពដ៏ធំដោយមានភាពភ័ន្តច្រឡំទាំងស្រុងនិងដកដង្ហើមមិនរួចគាត់ឆ្ងល់ថាមានរឿងអ្វីកើតឡើងហើយព្យាយាមស្វែងរកថាជំនួយដែលមិននឹកស្មាននោះមកពីណាអាវុធអនាគតយុវធ្វើការបញ្ចូលគ្រាប់ជាជំនាញហើយសម្បកគ្រាប់កំភ្លើងត្រូវបានចរន្តចេញដោយចម្លោះចលនាយ៉ាងរហ័សភ្លាមបន្ទាប់ពីការបាញ់មួយទៀតកំចាត់សត្វចម្លែកមួយខណៈដែលសត្វផ្សេងទៀតត្រូវបានកំចាត់ជាបន្តបន្ទាប់ដោយមនុស្សម្នាក់ដែររយៈពេល3វិនាទីសត្រូវទាំងអស់ដែលកំពុងដេញតាមតួឯកត្រូវបានកំចាត់យ៉ាងគួរឲ្យចាប់អារម្មណ៍និងត្រឹមត្រូវក្រោមខ្លាំងសត្វនោះក្មេងប្រុសនោះដឹងថាជីវិតរបស់គាត់ត្រូវបានសង្គ្រោះហើយស្ទើរតែមិនជឿលើអ្វីដែលបានកើតឡើងបន្ទាប់មកតួឯកអត្តកំបាំងមួយចូលមកគិតហើយសំឡេងស្ត្រីមួយក៏ទាញចំណាប់អារម្មណ៍របស់បុរសវ័យក្មេងដែលត្រូវបានកាត់នៅលើដីដោយភាពភ័យខ្លាចស្ត្រីវ័យក្មេងម្នាក់នេះសួរថាតើគាត់មានគម្រោងអោបរបស់គូឲ្យសោបខ្ពើមនោះយូរប៉ុណ្ណាហើយហាក់ដូចជាមិនសូវមានការអត់ធ្មត់ប៉ុន្មានទេនៅពេលនោះបុរសវ័យក្មេងយ៉ាងថាគាត់ស្ថិតក្នុងស្ថានភាពចម្លែកខ្លាំងជាមួយសាកសពហើយបញ្ចេញសំឡេងស្រែកដោយភាពភ័យរន្ធត់ដោយការស្អប់ខ្ពើមគាត់រុញសត្វចម្លែកនោះចេញហើយប្រាប់សត្វនោះកុំឲ្យប៉ះគាត់ក្នុងកាលៈទេសៈណាក៏ដោយធូរស្រាលវីរបុរសងាកទៅអរគុណអ្នកសង្គ្រោះរបស់គាត់ប៉ុន្តែការទទួលស្វាគមន៍មិនរាក់ទាក់ដោយដែលគាត់សង្ឃឹមទុកនោះទេក្មេងស្រីនោះតម្រឹងកំភ្លើងវិញទៅគាត់ហើយបញ្ជាឲ្យបុរសវ័យក្មេងនោះកុំកំរើកខណៈពេលប្រាប់ឈ្មោះរបស់គាត់មកនាងឥឡូវនេះដោយលើកដៃឡើងគាត់ណែនាំខ្លួនគាត់ថាជាឈិនយ៉ាងហើយព្យាយាមធ្វើខ្លួនឲ្យមើលទៅគ្មានក្រថ្នាកតាមដែលអាចធ្វើទៅបានដើម្បីកុំឲ្យស្ថានភាពកាន់តែអាក្រក់នាងសួរគាត់អំពីការលេចឡើងភ្លាមរបស់គាត់ហើយអ្នកផ្សងព្រេងឆ្លើយថាគាត់គ្រាន់តែវង្វេងផ្លូវប៉ុណ្ណោះប៉ុន្តែអ្នកបាញ់មិនជឿទេព្រោះនាងបានឮយ៉ាងច្បាស់ថាបុរសនោះនិយាយអំពីការធ្វើដំណើររវាងពិភពលោកមុននេះបន្តិចដោយភ្ញាក់ផ្អើលឈិនយ៉ាងនិយាយមិនចេញ
ដោយខ្លាចថាក្មេងស្រីនោះនឹងគិតថាគាត់ឈួតប្រសិនបើគាត់និយាយការពិតឃើញភាពស្ងៀមស្ងាត់របស់គាត់ក្មេងស្រីនោះបាត់បង់ការគ្រប់គ្រងហើយគំរាមបាញ់ប្រសិនបើបុរសវ័យក្មេងនោះមិនចាប់ផ្ដើមនិយាយភ្លាមៗទោះជាយ៉ាងណាក៏ដោយមានអ្វីមួយតាក់ទាញចំណាប់អារម្មណ៍របស់អ្នកបាញ់ហើយនាងចាប់ផ្ដើមហិតក្លិនខ្យល់ដោយត្រីបានតាក់ទាញដោយក្លិនដ៏ឈ្ងុយឆ្ងាញ់ដោយសង្ស័យនាងសួរថាគាត់កំពុងលាក់អ្វីនៅក្នុងហោប៉ៅរបស់គាត់ហើយរក្សាអាវុធតម្រង់ដោយគំរាមកំហែងដោយគ្មានជំរឿបុរសវ័យក្មេងនោះដកថង់ដំឡូងបំពង់ហិលមួយជើងដើម្បីបង្ហាញនាងនៅអ្វីដែលគាត់កំពុងកាន់គាត់ពន្យល់ថាគាត់ហៀបនឹងញ៉ាំនៅពេលដែលសត្វចម្លែកលេចឡើងដូច្នេះគាត់បានទុកអាហារសម្រាលនោះយ៉ាងលឿនដោយភ្ញាក់ផ្អើលស្ត្រីនោះសួរថាតើនោះពិតជាអាហារមែនឬហើយហាក់ដូចជាមិនទ្រាំឃើញអ្វីបែបនេះពីមុនមកទេដោយស្នាមញញឹមបុរសវ័យក្មេងនោះបញ្ជាក់ថាវាជាអាហារហើយអរផ្ដាល់ឲ្យក្មេងស្រីនោះសាកល្បងខ្លះប្រសិនបើនាងចង់នាងសង្ស័យចំពោះពណ៌ដ៏ចម្លែករបស់អាហារហើយគិតថាវាអាចជាប្រភេទថ្នាំពុលដ៏គ្រោះថ្នាក់ប៉ុន្តែក្លិនគឺអស្ចារ្យណាស់ហើយការឃ្លានរបស់នាងបានចុកឈ្នះនាងខណៈពេលក្មេងស្រីសក់ក្រហមមិនបានញ៉ាំអ្វីសោះយ៉ាងហោចណាស់2ថ្ងៃមកហើយដូច្នេះដោយមិនគិតពីរដងស្ត្រីវ័យក្មេងនោះឆក់យកថង់ពីដៃរបស់គាត់ហើយសម្រេចប្រថុយដើម្បីមើលថានឹងមានអ្វីកើតឡើងដោយមានអាហារសម្រាលនៅក្នុងដៃរបស់នាងគិតថាវាជាប្រសើរញ៉ាំជាមុនសិនហើយចាំបារម្ភអំពីផលវិបាកនៅពេលក្រោយបន្ទាប់មកអ្នករស់រានមានជីវិតដាក់ដំឡូងបំពង់ចូលក្នុងមាត់របស់នាងហើយភ្លក់រសជាតិជាលើកដំបូងក្នុងជីវិតរបស់នាងដោយទំពាអាហារដែលមិនស្គាល់អ្នកបាញ់នៅស្ងៀមមួយសន្ទុះព្យាយាមស្វែងរករសជាតិភ្លាមភ្នែករបស់នាងភ្លឺឡើងដោយក្តីរីករាយហើយនិយាយថាវាឆ្ងាញ់ណាស់ហើយមានរសជាតិដូចគ្រឿងស្ពៃឈិនយ៉ាងសប្បាយចិត្តហើយគិតថានៅក្នុងពិភពលោកដោយត្រីបានកកកាយគ្មានអ្នកណាអាចបដិសេធអាហារបានទេនៅពេលនោះការរំលឹកអតីតកាលចាប់ផ្ដើមហើយវីរបុរសរៀបរាប់ថាគាត់គ្រាន់តែជាបុគ្គលិកការិយាល័យធម្មតាម្នាក់ពី3ថ្ងៃមុនគាត់ត្រូវបានបណ្ដេញចេញភ្លាមដោយចៅបោះរាប់គាត់ហើយបាត់បង់ប្រភពចំណូលតែមួយគត់ដោយគ្មានការប្រុងប្រយ័ត្នណាមួយកាន់ប្រអប់បុរសវ័យក្មេងនោះចាក់ចេញពីអគារក្រុមហ៊ុនដោយមានអារម្មណ៍ថាវង្វេងទាំងអស់ហើយគ្មានទិសដៅអ្វីសោះពេលត្រឡប់មកដល់ផ្ទះវិញបុរសវ័យក្មេងនោះបានអង្គុយចុះដើម្បីបើកប្រអប់ដែលមានរបស់គាត់ហើយព្យាយាមរៀបចំភាពរញ៉េរញ៉ៃដែលជីវិតរបស់គាត់បានคล้ายទៅជាពេលនោះហើយដោយចៃដន្យគាត់បានរកឃើញចិញ្ចៀនចម្លែកមួយនៅក្នុងថង់ដំឡូងបំពង់ដែលគាត់បានទិញតាមអ៊ីនធឺណិតដោយចង់ដឹងចង់ឃើញតួឯកបានរើសវត្ថុអថាកំបាំងនោះហើយសម្រេចចិត្តពាក់វានៅលើម្រាមដៃរបស់គាត់ដើម្បីមើលថានឹងមានអ្វីកើតឡើងគ្រាន់តែចិញ្ចៀននៅលើម្រាមដៃរបស់គាត់ពិភពលោកជុំវិញគាត់ចាប់ផ្ដើមមានបញ្ហាហើយអ្វីទាំងអស់ប្រែជាខូចទ្រង់ទ្រាយនិងចម្លែកការរំលឹកអតីតកាលអញ្ចប់ដោយបង្ហាញពីពេលដែលគាត់មកដល់កន្លែងដ៏ស្ងាត់ជ្រងំនេះហើយបានប្រឈមមុខនឹងកណ្ដូលយ៉ាក់មួយសត្វកកេរដ៏ធំមានភ្នែកក្រហមមើលទៅហាក់ដូចជាត្រៀមខ្លួនវាយប្រហារនៅជិតគ្រងឆ្អឹងនៅលើដីដោយភ្ញាក់អោននឹងទិដ្ឋាភាពនោះវីរបុរសបានស្រែកនៅពេលឃើញសាកសពនិងសត្វដ៏ធំនោះដោយមិនយល់ថាគាត់បានមកដល់កន្លែងណាដោយមិនខ្ចាត់ខ្ជាពេលវេលាសត្វចម្លែកនោះបានបញ្ចេញសំឡេងស្រែកដ៏គួរឲ្យភ័យខ្លាចហើយបានសម្រុកចូលទៅរកបុរសវ័យក្មេងនោះដោយកំហឹងយ៉ាងខ្លាំងដោយអស់សង្ឃឹមតួឯកស្រែកដោយអស់ពីកម្លាំងកាយហើយអង្ហួរចង់ត្រឡប់ទៅផ្ទះវិញភ្លាមនៅពេលនោះពន្លឺដ៏ខ្លាំងក្លាមួយបានឡោមព័ទ្ធគាត់ទាំងស្រុងហើយបុរសវ័យក្មេងនោះចាប់ផ្ដើមត្រូវបានដឹកជញ្ជូនត្រឡប់ទៅកាន់ពិភពលោករបស់គាត់វិញដោយអង្គុយនៅលើឥដ្ឋក្នុងបន្ទប់គេងរបស់គាត់ឆ្ងល់ថាតើគាត់ពិតជាអាចត្រឡប់មកវិញបានមែនឬហើយសម្លឹងមើលប្រអប់ក្រដាសកាតុងនៅក្បែរគាត់បុរសវ័យក្មេងនោះងាកក្បាលពីមួយខាងទៅមួយខាងហើយបញ្ជាក់ថាគាត់បានត្រឡប់មកក្នុងផ្ទះលោកផាក់ដ៏មានសុវត្ថិភាពនិងស្អាតរបស់គាត់វិញហើយដោយសម្លឹងមើលដៃរបស់គាត់ដឹងហើយចិញ្ចៀននោះអនុញ្ញាតឲ្យគាត់ធ្វើដំណើរដោយសេរីរវាងការពិតនិងពិភពលោកអាប៉ូកាលីបដោយផ្អែកលើបទពិសោធន៍ដ៏ធំធេងរបស់គាត់ជាមួយសៀវភៅតុក្កតាវីរបុរសចាប់ផ្ដើមរៀបចំផែនការដើម្បីទាញយកផលប្រយោជន៍ពីស្ថានភាពនេះគាត់យល់ថាអាហារគឺជារូបិយប័ណ្ណដ៏មានតម្លៃបំផុតនៅក្នុងអាប៉ូកាលីបដែលមានតម្លៃជាងកំណាប់ទ្រព្យនានាទាំងអស់ដោយដឹងរឿងនេះអ្នកផ្សងព្រេងមើលឃើញខ្លួនឯងដើររវាងពិភពលោកទាំងពីរត្រៀមខ្លួនដើម្បីប្រើអំណាចនេះដើម្បីផលប្រយោជន៍របស់គាត់បុរសវ័យក្មេងនោះស្រមៃថាខ្លួនឯងនៅលើកំពូលនៃពិភពលោកដែលហ៊ុំព័ទ្ធដោយស្ត្រីនិងលុយជាច្រើនដោយសារចំពោះអនាគតដ៏ភ្លឺស្វាងដែលកំពុងរងចាំគាត់ត្រឡប់មកវិញនៃតំបន់ដីខ្សាច់ក្មេងស្រីសក់ក្រហមញ៉ាំដំឡូងបំពងដោយក្តីរីករាយយ៉ាងខ្លាំងហើយហាក់ដូចជាចូលចិត្តរសជាតិអាហារសម្រន់នោះណាស់
จำพูท่องตัวเตในขนมใดระเบาะเนียงบังไฮทาเนียงบานยำเอาไว้กรุบยางหอยมันบ้านตกสมใบแต่หมดดมสำหรับเปคราวสตรีไว้ขมิงนุสมโตดอนนิยทาเวียชงงเป๊กหอยคอดชลายทาเวียมันเมียงบังหาเอาไว้ดังอ๋อบรรโตโมเช่นยางบังกาดเรื่องมวยทาองการระบักกอดเมียนอาหารจรานบรรตาเตรกาเกลืองกดกงเซงเตียจิตนัวโดยทยักอ่าวขมิงสเรนุสัวทาต้ากรุมได้เมียนอาหารบริโภคปิดจิเมียนแมนหรือหอยกอดบรรจาทาเมียนโดยเมื่อเธอเอากาเนรรวนเมียนจีวัดสนาสมทื่อจีเนกนายน้อมระบักกอดโดยนิยทาเนียงสกอตตำบอลนี้จะบ้านะเนียงสัญญาทาหนึ่งช่วยแสวงโรคตุ่มหนิงนามวยสำหรับการดอโดหอยกำไรเจียงกอระบอเนียงคือดำรงบำปองเห็ดดอกพันท่องกอนมวยไข่ตัวแอกโยธาสำนานี้กูเอาจับรอมปันแต่บรรจะท้ากอดมันดังเอาไว้อัมปีเนียงดำใบอาตกจัดเนียงบ้านบรรตอบมกสตรีไว้กเมนุสัวทากอดจองดังเอาไว้หอยบรักไว้กเมนุจับดังกาสวยจำลาระบอกกอดดอยสวยชมัวเนียงได้เมียนชมัวทาลีลูบรรทอบเมาก็สัวโรคเพศอวะเนียงให้ขเมสเรนุชลอยโดยทุนตรอนทาเวียจบะนะกรอนแต่เมลเนียงจงกรอยบรอไว้ขเมนุสู้อัมปีอายุเนสกอดคเนทำไมระบอกกอดให้ลีลูบังให้ทาเนียงเมนอายุดอบประมุนชนำบรอไว้ขเมนุซ่องไซอายุระบอกเนียงให้บรรจัยมาเตะทาสำหรับโนนามันแนกมอกปีอาโปกาลิปเนียงเมื่อเตอหักโดยจิบานยำอาหารแฉดลอนะดอยแลกพีบขมาเอียนระบอกกอดเวรบรอบ้านบรรเจงสำเลงก็ออกแกล้งคลายให้พิชีเยี่ยมฟลับโลประเทียนปวดยางเนื้อกวดโยลโปรมจูเนียงให้นิยทาประแคระบอกเนียงหนึ่งเมียนจำนวนดับปรำทองดำลงบำปงเหอะดอยพเนระบอกเนียงพลือแจงจังลีลู่สบายจัดอย่างคลั่งจมวยหนึ่งดำนังนี่ให้ออกกุนกวดดอยหายกวดท้าเจ้าฝ้ายดอยขวัญใดเนับซองเปร่งสัวทาแฮดเอาไว้บานจีเนียงเหมือนกรอนตายเชียเยี่ยมยกอาหารระบอกกวดดอยกำลังเมงสรินุชลายทาเนียงมันแมนจีมโนหลงงเต้ห้อยดังปีเพียบขอบเนียโรเวียงอาหารมวยเปลหนึ่งก้าเมียนอาหารจีเรียงระโหดบรรทวบเหมาะตัวไอ้สมเอาหยะแน่นอมทำไมระบอกกวดน้อมกวดเตยจมรมหอยเนียงโยลโปรมด้อยกระดีรุมเพิบเปลหมกดอตีตังสตรีไวกแมงโนจังโอลตตีกรงแดดเตอบ้านบำพลานหายนิเยทาโนคือเจียจมรุมระบอโปเกกันไลนี้เตอบ้านเกหาวทาเกรย์แรดในขนมดิสตริกดีหายเมยเตอดูเชียตำบอนอนาธิปไตยได้เก๋บองเจ้าเจียงแท้ดอยพญาฟ้าหนึ่งรูปเรียงระบอกกันไลนุแชนยางกึดท้าเวียอากระเจียงกันไลเกรกรอนาได้ก็ทลอบเคยเตียดปันตากอดปริญญาเป็นเจนสนามยิมดอยบังคอมดำใบกลมเอาได้กูถอยระบอบกอดซ่องไซเอาไว้ตั้งออกดอยซากอดเนยตินุกอดสำรัดเจ็ดสำหรับครวนหายสแฟงร็อกเอาไว้ได้เมียนดำไลได้กอดอาจยกตลอดแต่เวงบานขณะได้ผู้เกดายกัดตามดองเพลอแนรร้อนเมียชีวิตเสียงเตี้ยสำลังเมื่อจุนจำไหลโนดอยก้าซ่องไซอย่างขลังเลลูก็สมกว่าคืนบริยากาสตานตึงหายปรับจะไฟระบาดเนียงกลมอ้อยบารมโปรวิจิรึงธรรมดาเตได้มนุษย์กรุบเนี้ยสำลังเมื่อกอดในปีมุกเคลียงจ้ามวยเนนายน้อมอันจืนได้กูทำไมระบาดเนียงเอาโจ้แต่ขังขนงหายสำรักบันติดในครึ่งแตะระบาดเนียงดอยสนามยินยมดอกเคอร์โคดบอรัมเวกขมนูรมเพิ่มจำพูกำเนิดนี้หายมันอ้ายรมจำเมื่อบรรทบระบอกขมไสไรนูบานเตตัวเวียได้แจ้เบิกยืดบงหายได้ขังขนงบาปงงดหนึ่ง30,000บรรพดบรรทบระบอกสตรีเวกขมนูกี30,000นะจมวยหนึ่งจุงเจียงได้บักใบเกรมวยหนึ่งตกเถื่อก้ต่อยมวยตึกมุกเคาะเจ็ดระบอกตัวไอ้คือฉบ้าหายกอดบันเจนมาเตะท้าระเบียบโรนเนาระบอกเนียงคือสามันนะดอยมันควาวปีเพียบระเยระไยลีลูอังกุยเลือเกรหายอันเจนบุรอไว้ขมงนุกเอาเถื่อเด็กเนียลีลูเลือกเพศจะมกหายนิเยธากมเมอร์สราลจมรุ้มกรอนตาโดยสาตาเวียตุ้ยเนินสามันบรรทวบมกนิ่งหอยแปงเอากอดหายเปล่าเปียกเปรียบเทียบดำใบนิเยธากันไหลนี้เมียนเอาไว้กรุบยางได้มนุตรกาเนียไอ้นอนทอเนียกวาดท้าเนียงอาจแสวงเราเอาไว้ได้กวาดจองบามสำหรับการดอโดหายบุรอไว้ขมงนุรุมเพิบอย่างคลั่งจุงโบจำนวยนี้บรรทวบมกกอดบังเฮิบทากอดตรึกามเมียนันปรากหายสัวทาเต้าขมงสรีนุดังทากอดกำปงนิเยอมปีเอาไว้ได้หรือโกสตรีไว้ขมงนุพเยพะเอลหายสัวทาเฮ็ดเอาไว้บันจีกอดจองบ้านสำเรียมแบบนุนึกขนมปีภูบโลกได้ตรึบ้านบำพลานดอกคังสัมบาตัวไอ้กทาสำเรียมนี้เมียนดำลายจรานะในขนมปีภูประบอกกอดหอยคังอย่างครั้งจุมปัวสถานเพียบนี้เนียงวุนยุลทามุนเปลมหันตรายดอทมโลหะตะแตงนี้ปึดจิเมียนดำลายนะสำหรับมนุษย์บนตาอเลวนี้ขเมียนนามันในอ่านย้ำเมียบานตีหอยกาดอโดตรือบ้านฟื้นล้างจมือระบอได้เมียนประยาวโดยจีตึกอาวุธนั่งอาหาบรอไวขเมนุเทือเจ็ดระเจียกหายในใหญ่ท้า
เรื่องสำคัญในក្នុងកិច្ចព្រមព្រៀងដំបូងគឺការកសាងទំនុកចិត្តទៅវិញទៅមករវាងពួកគេដើម្បីបង្ហាញពីឆន្ទៈល្អរបស់គាត់ចាប់ផ្ដើមបើកកាបូបដែលគាត់ស្ពាយនៅលើខ្នងដើម្បីបង្ហាញអ្វីមួយកាបូបនោះពោពេញទៅដោយអាហារសម្រន់និងភេសជ្ជៈដែលជារឿងធម្មតានៅក្នុងពិភពលោករបស់គាត់ប៉ុន្តែជាកំណប់ទ្រពនៅទីនេះភ្នែករបស់អ្នកណែនាំភ្លឺចែងចាំងដោយការភ្ញាក់អោលនៅពេលឃើញអាហារច្រើនបែបនេះហើយនាងបានបញ្ចេញសំឡេងស្រែកដោយក្តីរីករាយសុសសាតគាត់ផ្ដល់ជូន1/10នៃអាហារនៅក្នុងកាបូបជារង្វាន់ផថែមប្រសិនបើកិច្ចព្រមព្រៀងដំណើរការទៅបានល្អបន្ថែមពីលើកម្រៃជើងសាររបស់នាងក្មេងស្រីនោះកៀងនៅពេលឮការផ្ដល់ជូននេះហើយស្ទើរតែមិនជឿលើចំនួនអាហារដែលត្រូវបានផ្ដល់ជូនទោះបីជានាងគិតថាវាជាកិច្ចព្រមព្រៀងដ៏អាក្រក់ក៏ដោយនាងត្រូវបានបញ្ចុះបញ្ជូនដោយគាត់ឲ្យគ្រាន់តែធ្វើតាមបញ្ជាដោយគ្មានសំណួរតួឯកប្រគល់បេសកម្មឲ្យនាងហើយនិយាយថាគាត់នឹងរងចាំនៅទីនោះក្នុងបន្ទប់រហូតដល់នាងត្រឡប់មកវិញដោយក្តាប់ដៃលីលូសញ្ញាថានាងនឹងមិនក្បាក់ទំនុកចិត្តចៅហ្វារបស់នាងឡើយហើយចេញដំណើរទៅបំពេញបេសកម្មជាមួយគ្នានោះអ្នករស់រានមានជីវិតចាប់យកកំភ្លើងវែងបាញ់ស៊ីបរបស់នាងដែលផ្អែកនឹងជញ្ជាំងហើយត្រៀមខ្លួនចាក់ចិនមុនពេលចាក់ចិននាងនិយាយលាហើយសន្យាថានឹងត្រឡប់មកវិញឲ្យបានលឿនតាមដែលគាត់បានស្នើសុំនៅម្នាក់ឯងវីរបុរសគិតថាគាត់បានចំណាយច្រើនលើអាហារសម្រន់ទាំងនោះហើយថាផែនការនេះត្រូវតែដំណើរការទោះបីជាមានរឿងអ្វីក៏ដោយដោយដេកនៅលើគ្រែបុរសវ័យក្មេងនោះត្អូញត្អែថាបើគ្មានអ៊ីនធឺណិតឬសេវាគាត់ពិតជាធុញទ្រាន់ខ្លាំងណាស់នៅកន្លែងនេះដោយសម្លឹងមើលជញ្ជាំងដើម្បីកំដរពេលវេលាគាត់សម្គាល់ឃើញថាមានទំព័រកាសែតខ្លះបិទទៅទីនោះដោយចង់ដឹងអំពីការរកឃើញនេះតួឯកក្រោកឡើងហើយទៅជញ្ជាំងដើម្បីអានព័ត៌មានពីអតីតកាលបន្ទាប់មកគាត់បានរកឃើញការបរិច្ឆេទនៅលើក្រដាសហើយរកឃើញថាគាត់ស្ថិតនៅក្នុងឆ្នាំ2023-75ព័ត៌មានប្រាប់អំពីមហន្តរាយដ៏ធំដែលបណ្ដាលមកពីការផ្ទុះគ្រាប់បែកនុយអាក្លេអ៊ែរដ៏ធំនេះបណ្ដាលឲ្យមានការបំពុលសែនដែលរីករាលដាលពាក់ព័ន្ធពិភពលោកនិងផ្លាស់ប្ដូរជីវិតជារៀងរហូតជាលទ្ធផលខ្មោចចៅចាប់ដើមលេចឡើងហើយឥឡូវនេះពួកវាដើរពាក់ពេញខុនឡែងដោយមិនអាចគ្រប់គ្រងបានបន្ទាប់ពីអានអ្វីគ្រប់យ៉ាងអស់រយៈពេល1ម៉ោងគាត់យល់ថាគាត់ស្ថិតនៅក្នុងអនាគតនៃភពផែនដីរបស់គាត់ផ្ទាល់200ឆ្នាំក្រោយមកវីរបុរសមានការភ្ញាក់អោននៅពេលដឹងថាមហន្តរាយដែលបានលើកឡើងនោះពិតជាសង្គ្រាមនុយអាក្លេអ៊ែរគ្រាប់បែករាប់ពាន់គ្រាប់ត្រូវបានបាញ់បង្ហោះនិងបានកម្ចាត់ពាក្យកណ្ដាលនៃចំនួនប្រជាជននៅលើភពផែនដីក្នុងរយៈពេលដ៏ខ្លីលើពីនេះទៅទៀតការផ្ទុះបានផ្លាស់ប្ដូរប្រព័ន្ធអេកូឡូស៊ីទាំងមូលនិងប្រែក្លាយផែនដីទៅជាទម្រង់ដីខ្សាច់បច្ចុប្បន្ននេះនៅពេលនោះគាត់ដឹងថាការធ្វើដំណើររបស់គាត់មិនមែនតាមរយៈលំហាទេប៉ុន្តែតាមរយៈវេលាភ្លាមនោះសំឡេងបឺតខ្វាបានទាក់ទាញចំណាប់អារម្មណ៍របស់បុរសវ័យក្មេងនោះហើយទាញគាត់ចេញពីគំនិតរបស់គាត់លីលូទីបំផុតត្រឡប់មកពីបេសកកម្មរបស់នាងវិញនិងត្រង់ស្នាមញញឹមនៅលើមុខនិងកាបូបដ៏ធំមួយនៅលើខ្នងរបស់នាងជាមួយនឹងសំឡេងទង់កិច្ចតិចនាងបោះកាបូបដ៏ធ្ងន់នោះទៅលើអ៊ឹតហើយហាក់ដូចជាអស់កម្លាំងខ្លាំងពីការដើរនាងពន្យល់ថាមិនសូវមានមាសនៅក្នុងជំរំអេព្រោះវាគ្មានប្រយោជន៍ហើយគ្មាននរណាម្នាក់ខ្វល់នឹងការប្រមូលវាអ្នកធ្វើដំណើរឆ្លងពេលវេលារើសកាបូបនោះហើយត្រៀមខ្លួនមើលលទ្ធផលការស្វែងរករបស់ដៃគូថ្មីរបស់គាត់ខណៈដែលគាត់បើកស៊ីបគាត់និយាយមិនចេញនៅពេលឃើញថាកាបូបនោះពោពេញទៅដោយដុំមាសដោយស្នាមញញឹមលោភលន់បុរសវ័យក្មេងនោះភ្ញាក់ផារ៉ន់នឹងពន្លឺរបស់លោហៈហើយស្ទើរតែមិនជឿភ្នែករបស់គាត់ភ្លឺជាងមាសទៅទៀតហើយគាត់ស្រែកដោយក្តីរីករាយចំពោះកំណប់ទ្រព្យដែលគាត់ទើបតែទទួលបានដោយលុតជង្គង់ជាមួយនឹងស្នាមញញឹមបិទមាត់មិនជិតវីរបុរសកាន់ដុំមាសមួយហើយមានអារម្មណ៍ដូចជាស្ដេចនៃពិភពលោកដោយអួតអំពីសំណាងរបស់គាត់ប៉ុន្តែលីលូខ្វាត់គាត់ដើម្បីនិយាយថាអាហារមានតម្លៃជាងលោហៈទាំងនោះទៅទៀតដូច្នេះហើយនាងបានធ្វើការសម្រេចចិត្តដោយខ្លួនឯងជាមួយគ្នានោះក្មេងស្រីនោះភីញាក់ថ្នាំពង្រឹងសមត្ថភាពដែលនាងបានដោះដូរអាហារដើម្បីជួយគាត់ឲ្យរស់រានមានជីវិតនៅក្នុងពិភពលោកដ៏គ្រោះថ្នាក់នេះវត្ថុរាវពណ៌ខៀវនៅក្នុងដបបញ្ចេញពន្លឺយ៉ាងភ្លឺហើយសន្យាថានឹងផ្ដល់ថាមពលដល់អ្នកដែលប្រើវាដោយគ្មានហានិភ័យអ្វីឡើយដោយទឹកមុខមើងម៉ាត់អ្នកណែនាំពន្យល់ថាគាត់គ្រាន់តែជាមនុស្សធម្មតាហើយត្រូវការកម្លាំងខ្លះដើម្បីការពារខ្លួនស្ត្រីវ័យក្មេងនោះនិយាយថាជាមួយនឹងថាមពលរកថ្នាំគាត់អាចដោះស្រាយជាមួយខ្មោចឆៅកម្រិតទាបមួយចំនួនដោយមានបញ្ហាច្រើនដែរដោយប្រគល់របស់នោះស្ត្រីវ័យក្មេងនោះព្រមមានថាគ្រោះថ្នាក់មាននៅគ្រប់ទីកន្លែងហើយថាសំណាងរបស់គាត់នឹងអស់នៅទីបញ្ចប់ដោយខ្មាស់អៀនបន្តិចបុរសវ័យក្មេងនោះអោបពន្ធនាងហើយបង្កើតរឿងថាអង្គការរបស់គាត់មានអំណាចនឹងការពារគាត់ប៉ុន្តែគាត់នៅតែទទួលអំណោយនោះ
ជាមួយនឹងកំណត់ទ្របដែលមានសុវត្ថិភាពអ្នកផ្សងព្រេងបិទកាពបធ្វើដំណើររបស់គាត់ហើយត្រៀមខ្លួនចាក់ចេញពីជំរំតួឯកក្រោកឈរឡើងហើយនិយាយថាការដោះដូរលើកដំបូងជាជោគជ័យដ៏អស្ចារ្យហើយឥឡូវនេះគាត់ត្រូវត្រឡប់ទៅរកមនុស្សរបស់គាត់វិញខណៈដែលគាត់ដើរចេញគាត់សន្យាថានឹងត្រឡប់មកវិញនៅថ្ងៃទី10ដើម្បីបើកប្រាក់ខែប្រចាំខែឲ្យនាងដោយដែលបានព្រមព្រៀងពីមុនដោយក្រវីដៃអ្នកធ្វើដំណើរឆ្លងពេលវេលាចាក់ចេញពីឃ្លាំងហើយចាប់ផ្ដើមដំណើរត្រឡប់ទៅកាន់ពិភពលោករបស់គាត់វិញនៅម្នាក់ឯងលីលូមើលគាត់ចាក់ចេញហើយគិតថាគាត់ពោពេញទៅដោយអាចកំបាំងដែលអាចធ្វើដំណើរតែម្នាក់ឯងដោយគ្មានគ្រោះថ្នាក់ប៉ុន្តែនាងភ្លេចវាភ្លាមហើយសន្និដ្ឋានថាមនុស្សគ្រប់គ្នានៅកន្លែងនោះមានអាចកំបាំងរៀងៗខ្លួនដើម្បីរស់រានមានជីវិតជាមួយនឹងដំឡូងបំពងនៅក្នុងមាត់របស់នាងក្មេងស្រីនោះរីករាយនឹងអាហារសម្រន់របស់នាងហើយហាក់ដូចជាមិនខ្វល់ពីអ្វីផ្សេងទៀតនៅពេលនោះសម្រាប់នាងអ្វីដែលសំខាន់បំផុតនោះគឺគាត់នៅតែបន្តនាំយកអាហារមកហើយថាអាហារសម្រន់ហិលនោះឆ្ងាញ់ណាស់នៅឆ្ងាយពីជំរំបុរសវ័យក្មេងនោះដើរកាត់កំណរបាក់បែកដើម្បីស្វែងរកកន្លែងជាក់លាស់ដែលគាត់បានបង្ហាញខ្លួនដំបូងពេលរកឃើញកន្លែងនោះគាត់លាតដៃហើយចិញ្ចៀនចាប់ផ្ដើមបញ្ចេញពន្លឺដោយបើកច្រកត្រឡប់ទៅផ្ទះវិញទស្សនភាពជុំវិញប្រែជាខូចទ្រង់ទ្រាយទាំងស្រុងហើយអ្នកធ្វើដំណើរត្រូវបានគ្របដណ្ដប់ដោយពន្លឺដ៏ខ្លាំងក្លាក្នុងអំឡុងពេលបញ្ជូនសារមួយពព្រិចភ្នែកវីរបុរសត្រឡប់ទៅបន្ទប់របស់គាត់វិញដោយសុវត្ថិភាពជាមួយនឹងកាបូបដែលពោពេញទៅដោយមាសដ៏មានតម្លៃពេលបើកស៊ីបកាបូបបុរសវ័យក្មេងនោះឃើញពន្លឺដ៏ខ្លាំងនៃលោហៈដ៏មានតម្លៃដែលឆ្លងនៅក្នុងភ្នែកដ៏នឿយហត់របស់គាត់ដោយញញឹមបិទមាត់មិនជិតបុរសវ័យក្មេងនោះកោតសរសើរទ្រព្យសម្បត្តិដែលគាត់បានទទួលហើយស្ទើរតែមិនអាចទប់ក្តីរំភើបរបស់គាត់បានដោយលើកដុំមាសដ៏ធ្ងន់មួយឡើងខ្ពស់គាត់អបអរសាទរការពិតថាវាមិនមែនជាសុបិនហើយថាឥឡូវនេះគាត់ពិតជាមានបានហើយដោយស្នាមញញឹមដ៏ខិលខូចវីរបុរសគ្រោងនឹងយកអ្វីៗទាំងអស់ទៅហាងបញ្ចាំហើយបដូរវាជាសាច់ប្រាក់យ៉ាងច្រើននៅពេលនោះតួឯកស្រមៃពីជីវិតដ៏ប្រណិតដែលហ៊ុំព័ទ្ធដោយស្ត្រីដ៏ស្រស់ស្អាតនិងភ្នំនៃប្រាក់ដុល្លារអាមេរិកប៉ុន្តែមិនយូរប៉ុន្មានអ្នកផ្សងព្រេងបានដឹងខ្លួនហើយដឹងថាគាត់ត្រូវលក់វាបន្តិចម្ដងដើម្បីកុំឲ្យនរណាម្នាក់ភ័យខ្លាចជាមួយនឹងទ្រព្យសម្បត្តិបែបនេះដោយប្រុងប្រយ័ត្នបុរសវ័យក្មេងនោះរុនកំណប់ទ្រព្យចូលក្រោមគ្រែរបស់គាត់ដើម្បីរក្សាអាចកំបាំងឲ្យបានល្អពីភ្នែកដ៏ចង់ដិនចង់ឃើញយ៉ាងណាមិញវាមិនអាចទៅបានទេដើម្បីបកស្រាយប្រភពដើមនៃមាសដ៏ច្រើនបែបនេះដោយមិនបង្កឲ្យមានការសង្ស័យដ៏គ្រោះថ្នាក់អំពីការធ្វើដំណើរឆ្លងពេលវេលារបស់គាត់ដោយជូតញើសចេញពីថ្ងាបុរសវ័យក្មេងនោះដកដង្ហើមធំដោយធូរស្រាយហើយងាកទៅចាប់អារម្មណ៍នឹងដបដែលបញ្ចេញពន្លឺដែលគាត់បានទទួលពីអ្នកណែនាំរបស់គាត់វត្ថុបច្ចេកវិទ្យានោះបញ្ចេញពន្លឺពណ៌ខៀវដ៏អាចកំបាំងហើយហាក់ដូចជាមានថាមពលដែលអាចផ្លាស់ប្ដូរវាសនារបស់គាត់ដោយកាន់វត្ថុនោះយ៉ាងរឹងមាំបុរសវ័យក្មេងនោះឆ្ងល់ថាតើគាត់គួរតែប្រើថ្នាំពង្រឹងសមត្ថភាពអីលើនេះឬអត់គាត់ចងចាំតំបន់ឡើយរបស់មិត្តគាត់អំពីភាពទន់ខ្សោយរាងកាយរបស់គាត់និងរបៀបដែលគាត់អាចត្រូវបានកម្ចាត់យ៉ាងងាយស្រួលដោយខ្មោចឆៅធម្មតាដោយប្រាជ្ញារស់រាននៅក្នុងដើមដីខ្សាច់វីរបុរសសម្រេចចិត្តថាគាត់ត្រូវតែរឹងមាំជាងមុននឹងប្រឈមមុខនឹងគ្រោះថ្នាក់នៃពិភពលោកនោះដោយអស់ក្បាលក្មេងប្រុសនោះមានកែផុនច្រឡំពេលដែលគាត់សម្គាល់ថាផលិតផលមិនមានសិភៅណែនាំទេដោយមិនចាំងខ្ជិះចាយពេលវេលាទៀតតួឯកសម្រេចចិត្តប្រថិតទាំងអស់ហើយត្រៀមខ្លួនចាក់បញ្ចូលសារធាតុចូលទៅក្នុងរាងកាយរបស់គាត់ពេលឧបករណ៍ប៉ាស់ស្បែករបស់គាត់សារធាតុចាប់ផ្ដើមចូលទៅក្នុងខ្សែឈាមរបស់គាត់ដែលបញ្ចេញពន្លឺដ៏ខ្លាំងក្លាដោយថាមពលអាចកំបាំងឧបករណ៍អនាគតដំណើរការលឿនដោយផ្ទេរបន្ទុកហ្សែនដែលបានកែប្រែទាំងអស់ចូលទៅក្នុងប្រព័ន្ធរបស់អ្នកធ្វើដំណើរវ័យក្មេងដោយអង្គុយនៅលើអ៊ិតអ្នកផ្សងព្រេងរងចាំសញ្ញានៃការផ្លាស់ប្ដូរខណៈពេលសង្កេតមើលជុំវិញខ្លួនដោយការរំពឹងទុកដោយសម្លឹងមើលដៃរបស់គាត់បញ្ចេញមតិថាគាត់នៅតែមានអារម្មណ៍ដដែលហើយខកចិត្តបន្តិចជាមួយនឹងលទ្ធផលភ្លាមនោះបេះដូងរបស់គាត់ចាប់ផ្ដើមលោតយ៉ាងលឿនហើយអារម្មណ៍ឆ្លាតមួយបានគ្រប់ដំណប់ទ្រូងរបស់គាត់ទាំងមូលដបទទេបានបែកនៅក្នុងដៃរបស់គាត់ខណៈដែលកម្លាំងដ៏អស្ចារ្យបានផ្ទុះចេញពីខាងក្នុងបរោះវ័យក្មេងនោះដោយທາງហ្វលពេញលេញជាមួយនឹងការតឹងទ្រូងគាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងហើយហៅគួងពណ៌ក្រហមបានឡោមព័ទ្ធគាត់ទាំងស្រុងនៅពេលនោះការឈឺចាប់គឺខ្លាំងរហូតដល់បរិះវ័យក្មេងនោះលុតជង្គង់នៅលើអ៊ិតហើយចាប់ផ្ដើមស្រែកមិនឈប់ដោយការឈឺចាប់គាត់ត្អូញត្អែថាវាឈឺខ្លាំងពេកខណៈដែលការផ្លាស់ប្ដូរនៅតែបន្តក្នុងលបឿនពេញលេញដោយហែកសម្លៀកបំពាក់របស់គាត់ដោយដេកនៅលើអ៊ិតវីរភ័ក្រមានអារម្មណ៍ដូចជាសាច់ដុំទាំងអស់របស់គាត់កំពុងត្រូវបានហែកចេញក្នុងពេលតែមួយរាងកាយរបស់គាត់ត្រូវបានលើកឡើងដោយថាមផលចម្លែកហើយការឈឺចាប់ហាក់ដូចជាកើនឡើងជារៀងរាល់វិនាទីសម្លេងស្រែកនៃការឈឺចាប់បានបន្លឺឡើងពេញបន្ទប់ខណៈដែលដំណើរការនៃការពង្រឹងឈានដល់ចំណុចកំពូលចុងក្រោយសាច់ដុំខ្លាំងរបស់បរិះវ័យក្មេងនោះរីកធំយ៉ាងសម្លែកហើយអាវរបស់គាត់រហែកដោយសារកម្លាំងនៃថាមផល
ដោយដៃញើបរិវេក្មេងនោះផ្អែកលើតុត្រូវព្យាយាមក្រោកឈរបន្ទាប់ពីមានអារម្មណ៍ឈឺចាប់ខ្លាំងក្នុងពេលតែមួយដោយដកដង្ហើមមិនរួចនិងមិនពាក់អាវគាត់ដឹងថារាងកាយរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុងហើយឥឡូវនេះរឹងមាំជាងមុនអ្នកផ្សងព្រេងឆ្ងល់ថាតើការផ្លាស់ប្ដូរបានចប់ហើយឬនៅហើយសម្លឹងមើលរូបរាងកាយថ្មីរបស់គាត់ដោយការភ្ញាក់ផ្អើលនៅមុខកញ្ចក់គាត់ស្ទើរតែមិនជឿថារាងកាយសាច់ដុំនេះពិតជារបស់គាត់ឥឡូវនេះសប្បាយចិត្តនឹងលទ្ធផលគាត់ចាប់ផ្ដើមបញ្ចេញសាច់ដុំរបស់គាត់ហើយប្រៀបធៀបខ្លួនគាត់ទៅនឹងអ្នកហាត់ប្រាណដ៏ល្បីល្បាញបុរសវ័យក្មេងនោះនិយាយលេងថាបច្ចេកវិទ្យារបស់តំបានដេកសាច់គឺល្អណាស់ដែលវាមិនបានបន្សល់ទុកក្បាលរបស់គាត់ឲ្យមានពិការភាពអ្វីឡើយគាត់ចងចាំថានេះគឺជាថ្នាំដែលខ្សោយបំផុតហើយស្រមៃមើលថ្មពលដែលថ្នាំកម្រិតខ្ពស់នឹងផ្ដល់ឲ្យគាត់ភ្លាមនោះសំឡេងស្ត្រីម្នាក់ហៅឈ្មោះរបស់គាត់ហើយសុំឲ្យគាត់បើកទ្វារផ្ទះលូវិញឥឡូវនេះដោយមិនគិតពីដងវារបស់ទៅឆ្លើយតបហើយបើកទ្វារដើម្បីមើលថានរណានៅពេលយប់បែបនេះវាគឺជាមិត្តរួមបន្ទប់របស់គាត់តារាសម្ដែងឈ្មោះឈូយ៉ាដែលនិយាយថានាងភ្លេចសោផ្ទះនៅក្នុងកាបូបរបស់នាងដែលស្នាមញញឹមបុរសវ័យក្មេងនោះនិយាយថាវាមិនមានបញ្ហាទេហើយបើកទ្វារឲ្យស្ត្រីវ័យក្មេងនោះចូលមុខរបស់ក្មេងស្រីនោះប្រែជាក្រហមខ្លាំងនៅពេលនាងឃើញរាងកាយដ៏រឹងមាំរបស់គាត់ហើយនាងហាក់ដូចជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ឋភាពនោះដោយស្នាមញញឹមបែបឈួតភ្នែករបស់ក្មេងស្រីនោះពោពេញដោយបេះដូងហើយនាងហាក់ដូចជាលងស្នេហ៍នៅពេលឃើញដំបូងបុរសវ័យក្មេងនោះសួរថានាងកាត់អីហើយស្ត្រីនោះលែកភាពភ័យរបស់នាងដោយបកដៃនៅមុខរបស់នាងដោយគ្មានភាពខ្មាស់អៀងតារាសម្ដែងរូបនោះប៉ះទ្រូងរបស់គាត់ហើយបញ្ចេញមតិថានាងមិនដែលក៏សម្គាល់ថាគាត់ខ្លាំងប៉ុណ្ណាទេនាងនេះលេងហើយសួរថាតើគាត់ធ្វើឲ្យមានសាច់ដុំដោយចេតនាគ្រាន់តែដើម្បីលួងលោមនាងសម្រាប់ការបូរាជ័យក្នុងការសម្ដែងឬដោយខ្មាស់អៀងទាំងស្រុងវារបស់បដិសេធអ្វីទាំងអស់ហើយនិយាយមិនចេញដើម្បីគេចចេញពីស្ថានភាពនេះបន្ទាប់មកគាត់ផ្កាត់រឿងថាគាត់គ្រាន់តែភ្លេចស្លៀកពាក់ហើយរត់ទៅបន្ទប់របស់គាត់ឲ្យលឿនតាមរយៈដែលអាចធ្វើបានដោយព្រួយបារម្ភបរិសវ័យក្មេងនោះគិតថាមិត្តរួមបន្ទប់របស់គាត់នឹងគិតថាគាត់ជាមនុស្សគួរឲ្យខ្លាចហើយអស់សង្ឃឹមប៉ុន្តែគាត់សម្រេចចិត្តហ្វ្លិកវាហើយផ្ដោតលើអ្វីដែលសំខាន់ពិតប្រាកដគឺការលួកដុំមាសដែលគាត់ទទួលបាននៅថ្ងៃបន្ទាប់តួឯកចាកចេញពីផ្ទះនឹងផែនការនៅក្នុងចិត្តនឹងមេឃពណ៌ខៀវដើម្បីបំភ្លឺផ្លូវរបស់គាត់កាន់កាបូបធ្ងន់គាត់ដឹងថាទម្ងន់នៅលើស្មារបស់គាត់ហាក់ដូចជាបាត់ទៅហើយដោយសារកម្លាំងថ្មីរបស់គាត់ភ្លាមនោះភ្នែករបស់បុរសវ័យក្មេងនោះភ្លឺឡើងហើយការមើលឃើញរបស់គាត់កាន់តែច្បាស់ជាងមុនពេលប្រើថ្នាំញាប់សំចិនផ្ដោតលើចំណុចឆ្ងាយមួយនៅលើផ្លូវហើយអាចមើលឃើញព័ត៌មានលម្អិតដែលពីមុនមិនអាចមើលឃើញគាត់សាកល្បងសមត្ថភាពថ្មីរបស់គាត់ហើយបញ្ជាក់ថាឥឡូវនេះគាត់អាចអានអត្ថបទពីចម្ងាយរាប់រយម៉ែត្របានយ៉ាងងាយស្រួលបន្ថែមពីលើការមើលឃើញរបស់គាត់វារបស់គាត់សម្គាល់ថាការស្ដាប់របស់គាត់ក៏ត្រូវបានពង្រឹងផងដែរហើយគាត់អាចឮសំឡេងពីចម្ងាយដើម្បីបញ្ជាក់ពីធម្មពលថ្មីរបស់គាត់ស្ដាប់ការសន្ទនារវាងស្ត្រីពីរនាក់ដែលនិយាយដើមអំពីការក្បត់របស់មិត្តភក្តិបុរសវ័យក្មេងនោះសង្កេតថាការស្ដាប់របស់គាត់បានប្រសើរឡើងច្រើនហើយឥឡូវនេះគាត់អាចឮរឿងដែលធ្លាប់តែមិនចាប់អារម្មណ៍ដោយពេញចិត្តគាត់ដឹងថាថ្នាំពង្រឹងសមត្ថភាពបានធ្វើឲ្យប្រសើរឡើងនៅលក្ខណៈរូបវន្តទាំងអស់របស់គាត់ក្នុងពេលតែមួយវារបស់គិតថាបច្ចេកវិទ្យានាពេលអនាគតមានតម្លៃមហាសាលហើយវាពិតជាមានតម្លៃក្នុងការបន្តរុករកពិភពលោកនោះដើម្បីជៀសវាងបញ្ហាគាត់សម្រេចចិត្តទៅហាងលក់គ្រឿងអលង្ការឯកជនមួយដើម្បីលក់មាសដែលមានស្គាល់ប្រភពដើមដោយស្នាមញញឹមប្រកបដោយទំនុកចិត្តបុរសវ័យក្មេងនោះត្រៀមខ្លួនចូលក្នុងហាងហើយទីបញ្ចប់បដូរកំណប់ទ្រព្យរបស់គាត់ទៅជាសាច់កាក់ពេលចូលដល់ក្នុងហាងស្ត្រីម្នាក់បានស្វាគមន៍គាត់ជាមួយនឹងការស្វាគមន៍និងស្នាមញញឹមប្រកបដោយវិជ្ជាជីវៈនៅលើមុខរបស់នាងវីរបុរសចូលទៅចិត្តបញ្ចុះហើយសួររកចៅហ្វាយព្រោះគាត់ចង់ពិភាក្សាអំពីកិច្ចព្រមព្រៀងអាជីវកម្មដ៏សំខាន់មួយជាមួយគាត់ដោយស្នាមញញឹមរាក់ទាក់អ្នកបម្រើនិយាយថាគាត់អាចដោះស្រាយអ្វីដែលគាត់ត្រូវការដោយផ្ទាល់ជាមួយនាងដោយគ្មានការអត់ធ្មត់ច្រើនបុរសវ័យក្មេងនោះដាក់កាបូបធ្ងន់របស់គាត់នៅលើបញ្ចក់កញ្ចក់ជាមួយនឹងសំឡេងទង្គិចតិចបន្ទាប់មកគាត់បើកស៊ីបបង្ហាញមាសហើយនិយាយថានាងមិនមានសិទ្ធិអំណាចសម្រាប់កិច្ចព្រមព្រៀងប្រភេទនេះទេស្ត្រីវ័យក្មេងនោះហាមាត់ហើយនាងពិតជាតកស្លុតយ៉ាងខ្លាំងចំពោះចំនួនលោហៈដ៏មានតម្លៃនៅចំពោះមុខនាងដោយស្នាមញញឹមបែបចំអកបុរសវ័យក្មេងនោះសួរថាតើនាងចង់មានន័យយ៉ាងណាចំពោះរឿងនោះក្នុងលក្ខណៈចំអកយ៉ាងខ្លាំងដោយផ្លាស់ប្ដូរទឹកដមសម្លេងរបស់នាងភ្លាមបុគ្គលិកនោះសុំឲ្យអតិថិជនថ្មីដើរតាមនាងទៅបន្ទប់មួយយ៉ាងគួរសម
អ្នកទាំងពីរដើរទៅបន្ទប់ប្រជុំរបស់ហាងគ្រឿងអលង្ការលីនដើម្បីឲ្យពួកគេអាចចរចាដោយមានភាពឯកជនជាងមុននៅខាងក្នុងបរិះមាសធំម្នាក់ណែនាំខ្លួនគាត់ថាជាលីនថៅដែលជាម្ចាស់ហាងហើយសួរថាតើគាត់គួរហៅគាត់ថាដូចម្ដេចតួឯកនិយាយថានាមត្រកូលរបស់គាត់គឺជីនហើយអ្នកទាំងពីរចាប់ដៃគ្នាដើម្បីផ្សារភ្ជាប់ការចាប់ផ្ដើមនៃកិច្ចព្រមព្រៀងម្ចាស់កន្លែងនោះអញ្ជើញបុរសវ័យក្មេងនោះឲ្យអង្គុយចុះហើយធ្វើខ្លួនឲ្យកាន់តែមានផាសុភាពសម្រាប់ការសន្ទនារបស់ពួកគេអ្នកធ្វើដំណើរឆ្លងពេលវេលាដាក់ដុំមាសភ្លីចែងចាងមួយលើតុដើម្បីចាប់ផ្ដើមការចរចាលីនថៅសម្លឹងមើលកំណប់ទ្រាំនោះហើយសួរថាតើបំណងរបស់បុរសវ័យក្មេងនោះពិតជាចង់លក់ដុំមាសទាំងនោះមែនឬដោយទឹកមុខជឿជាក់យ៉ាងខ្លាំងវីរបុរសបញ្ជាក់ថានោះពិតជាអ្វីដែលគាត់មកកណ្ដាលនេះដើម្បីធ្វើម្ចាស់ហាងឬយកដុំមាសមួយដោយដៃរបស់គាត់ដើម្បីដឹងពីទម្ងន់របស់វានិងវិភាគគុណភាពរបស់លោហៈដោយឃើញបរិមាណដ៏ច្រើនបរិបនោះព្រមមានថាគាត់នឹងត្រូវធ្វើតេស្តភាពបរិសុទ្ធរបស់សម្ភារៈមុនពេលទិញដោយសម្រាប់យ៉ាងស្រួលនៅលើសាឡុងបរិបវ័យក្មេងនោះអនុញ្ញាតឲ្យធ្វើតេស្តហើយប្រាប់បរិបនោះឲ្យធ្វើខ្លួនតាមចិត្តនិងធ្វើអ្វីដែលចាំបាច់ដោយលើកភេសជ្ជៈមកផឹកគាត់គិតថាគ្មាននរណាម្នាក់នៅអនាគតនឹងក្លាយបន្លំមាសទេដូច្នេះគាត់ស្ងប់ស្ងាត់ណាស់ចំពោះការតេស្តនេះការតេស្តត្រូវបានធ្វើឡើងដោយឧបករណ៍ទំនើបហើយលទ្ធផលបញ្ជាក់ថាមាសនោះមានភាពបរិសុទ្ធ 99.9% ម្ចាស់ហាងធ្វើតេស្តដុំមាសទី2ហើយលទ្ធផលគឺដូចគ្នានឹងការតេស្តគុណភាពលើកទី1ដែរដោយភ្ញាក់អោលគាត់ស្រែកថាដុំមាសទាំងអស់គឺជាមាសសុទ្ធ24ការ៉ាតហើយស្ទើរតែមិនជឿបន្ទាប់មកអ្នកធ្វើដំណើរឆ្លងពេលវេលាសួរថាតើការសម្រេចចិត្តចុងក្រោយរបស់អ្នកជំនាញលើគុណភាពសម្ភារៈគឺជាអ្វីដោយស្នាមញញឹមបុរសនោះនិយាយថាគុណភាពគឺល្អឥតខ្លាកហើយផ្ដល់ជូន400យុនសម្រាប់លោហៈ1ក្រាមពេលលើការផ្ដល់ជូននេះកែវនៅក្នុងដៃរបស់វីរបុរសចាប់ផ្ដើមប្រែដោយសារតម្លើងដែលគាត់បានប្រើដោយមិនដឹងខ្លួនគាត់កំណត់ថាដុំមាសនីមួយៗមានតម្លៃ400,000រៀលហើយ3ដុំរួមគ្នាមានតម្លៃសរុប1,200,000រៀលបុរសវ័យក្មេងនោះស្រមៃមើលភ្លៀងលុយដែលគាត់នឹងទទួលបានហើយឃើញខ្លួនឯងហែលនៅក្នុងទ្រព្យសម្បត្តិដ៏មហាសាលប៉ុន្តែម្ចាស់ហាងកំណត់លក្ខខណ្ឌមួយដោយនិយាយថាគាត់ត្រូវការវិកយោបត្រទិញដើម្បីបិទកិច្ចព្រមព្រៀងដោយស្នាមញញឹមដោយបង្ខំបុរសវ័យក្មេងនោះនិយាយថាគាត់មិនមានវិកយោបត្រទេប៉ុន្តែធានាគាត់ថាប្រភពដើមរបស់មាសគឺស្អាតស្អិមដោយសង្ស័យអ្នកជំនាញបញ្ជាក់ថាពាក្យសម្ដីគ្មានតម្លៃទេហើយការទទួលយកបាច់ដ៏ធំបែបនេះគឺជាហានិភ័យដ៏ធំដោយកត់សម្គាល់ការស្តាក់ស្ទើរវីរបុរសហៅចុះ file lin ដើម្បីសាកល្បងវិធីសាស្ត្រថ្មីការចរចាដ៏តានតឹងនេះដោយក្រកឈរឡើងអ្នកផ្សំព្រៀងនិយាយថាគាត់ជាមនុស្សត្រង់ទៅត្រង់មកហើយថាពួកគេអាចរំលងការនិយាយបង្វាវចុះឡើងទាំងអស់នេះបានបន្ទាប់មកគាត់សូមឲ្យបុរសនោះគ្រាន់តែប្រាប់តម្លៃចុងក្រោយរបស់គាត់ហើយប្រសិនបើវាល្អសម្រាប់ពួកគេទាំងពីរពួកគេនឹងបិទកិច្ចព្រមព្រៀងនៅនឹងកន្លែងបើមិនដូច្នេះទេពួកគេអាចបំភ្លេចកិច្ចព្រមព្រៀងនេះហើយគ្រាន់តែចាត់ទុកថាពួកគេបានបង្កើតមិត្តថ្មីនៅថ្ងៃនោះដោយស្ថិតក្រោមសម្ពាធម្ចាស់ហាងយល់ព្រមហើយធ្វើជូន$840,000សម្រាប់ដុំមាសសុទ្ធទាំង3បន្ទាប់មកទូរស័ព្ទរបស់បុរសវ័យក្មេងនោះបន្លឺសំឡេងដោយបង្ហាញថាការផ្ទេរប្រាក់តាមធនាគារត្រូវបានបញ្ចប់ដោយជោគជ័យជាមួយនឹងប្រាក់នៅក្នុងគណនីរបស់គាត់បុរសវ័យក្មេងនោះនិយាយលាហើយនិយាយថាវាពិតជារីករាយណាស់ដែលបានធ្វើអាជីវកម្មជាមួយជាងទាំងកងបុរសនោះស្នើភាពជាដៃគូថ្មីនាពេលអនាគតប៉ុន្តែបុរសវ័យក្មេងនោះឆ្លើយថាគាត់នឹងគិតអំពីវាពេលចាស់ចេញពីហាងគាត់ស្ទើរតែមិនជឿថាគាត់ទទួលបាន800,000យុនពីដុំមាសត្រឹមតែ3ដុំដែលគាត់បានយកមកដោយស្នាមញញឹមលោភលន់វីរបុរសស្រមៃរួចហើយនៅទ្រព្យសម្បត្តិដែលគាត់នឹងរកបាននៅពេលគាត់លក់មាសដែលនៅសល់ទាំងអស់ដោយលើកកណ្ដាប់ដៃទៅលើអាកាសបុរសវ័យក្មេងនោះអបអរសាទរថាទីបំផុតគាត់មានហើយស្រែកដោយក្តីរីករាយនៅកណ្ដាលផ្លូវត្រឡប់មកវិញនៅអគារ apartment ដែលគាត់រស់នៅរឿងរ៉ាវនៅតែបន្តនៅក្នុងអគារលំនៅឋានដ៏ប្រណីរបស់គាត់ក្នុងពេលជាមួយគ្នានោះមិត្តរួមបន្ទប់បណ្ណាទៀតឈ្មោះโจដានរកមើលទូរស័ព្ទរបស់នាងយ៉ាងប្រញាប់ប្រញាល់ខណៈកំពុងញ៉ាំនំប៉័ងមួយដុំនាងចាប់យកឧបករណ៍ដែលត្រូវបានផ្លេចនៅលើតុកាហ្វេក្នុងបន្ទប់ទទួលភ្ញៀវមុនពេលចាក់ចេញទៅធ្វើការនៅពេលស្ត្រីវ័យក្មេងនោះងាកចេញនាងបានប្រជុំមុខនឹងវីរបុរសដែលទើបតែមកដកផ្ទះនៅពេលនោះបន្ទាប់មកគាត់សួរដានថាហេតុអ្វីបានជានាងចាក់ចេញយ៉ាងប្រញាប់ប្រញាល់បែបនេះហើយហាក់ដូចជាច្របូតច្របល់យ៉ាងខ្លាំងចំពោះការប្រញាប់នេះឆ្វាយបញ្យល់ថាចៅហ្វាយរបស់មិត្តនាងបានហៅនាងត្រឡប់ទៅការិយាល័យវិញដើម្បីធ្វើការថែមឲ្យម្ដងទៀតបុរសវ័យក្មេងនោះតអូនក៏ពីសំណាងអាក្រក់របស់គាត់ព្រោះគាត់មានកម្រងនាំពួកគេទាំងពីរទៅញ៉ាំអាហារពីល្ងាចដើម្បីអបអរសាទរទ្រព្យសម្បត្តិថ្មីរបស់គាត់ក្មេងសាក់សប្រាប់គាត់កុំអោបអារម្មណ៍ហើយថានាងនឹងញ៉ាំចំណែករបស់មិត្តនាងដោយរីករាយបន្ទាប់មកដានជើងអួតទៅវីរបុរសហើយព្រមានគាត់កុំឲ្យចាក់ចុងមិត្តរបស់នាង
ขณะពេលដែលនាងនៅក្រៅផ្ទះដោយក្រវីដៃជាមួយនឹងស្នាមញញឹមស្ត្រីវ័យក្មេងនោះនិយាយលាគូស្នេហ៍ហើយជូនពរពួកគេឲ្យមានភាពសប្បាយរីករាយជាច្រើននៅអាហារពេលល្ងាចនៅម្នាក់ឯងជាមួយតួឯកតារាសម្ដែងសួរក្នុងលក្ខណៈលេងសើចថាតើប្រធានឈិននឹងនាំនាងទៅណាថ្ងៃនេះដោយស្នាមញញឹមដ៏ទាក់ទាញគាត់ស្នើ Regal Grand Hotel ដែលជាកន្លែងដ៏ប្រណីនិងល្បីល្បាញនៅក្នុងទីក្រុងនាងភ្ញាក់នឹងសំណើនេះហើយសួរថាតើគាត់សង្គមនិយាយលេងព្រោះវាជាកន្លែងលំដាប់ការផាំវីរបុរសចង្អុលទៅនាងដោយក្រសែភ្នែកដ៏ទាក់ទាញហើយបញ្ជាក់ពីការណាត់ជួបដោយនិយាយថាគាត់នឹងជួបនាងនៅពេលក្រោយយប់នេះនៅម្នាក់ឯងក្នុងបន្ទប់របស់គាត់បុរសវាក្មេងនោះផ្ដោតអារម្មណ៍ឡើងវិញលើផែនការរបស់គាត់ដើម្បីក្លាយជាមហាសេដ្ឋីឲ្យបានលឿនតាមពីអាចធ្វើបានគាត់សម្រេចចិត្តប្រញាប់ហើយព្យាយាមលូកដុំមាសដែលនៅសល់ទាំងអស់នៅក្នុងកាបូបរបស់គាត់នៅថ្ងៃដដែលនោះដូច្នេះញាក់ផ្សំព្រៀងចេញទៅតាមដងផ្លូវក្នុងទីក្រុងម្ដងទៀតដើម្បីស្វែងរកមេទិញទូមតបរបស់គាត់បុរសវិក្មេងនោះរកឃើញជាងទឹងផ្សេងទៀតដែលសុខចិត្តចរចាហើយអាចលក់មាសរបស់គាត់បានកាន់តែច្រើនយ៉ាងងាយស្រួលសូម្បីតែស្ត្រីចំណាស់ម្នាក់ក៏ធ្វើអាជីវកម្មជាមួយគាត់ដែរដោយបង្ហាញថាផលិតផលរបស់គាត់ត្រូវបានទទួលយកយ៉ាងល្អនៅក្នុងទីផ្សារដោយនិយាយលាអ្នកលក់ម្នាក់ទៀតបុរសវិក្មេងនោះចាក់ចេញពីហាងហើយបន្តដំណើររបស់គាត់ដើម្បីក្លាយជាមហាសេដ្ឋីដោយស្នាមញញឹមលោភលន់គាត់ពិនិត្យមើលសមាតុលគណនីរបស់គាត់លើទូរស័ព្ទហើយឃើញថាឥឡូវនេះគាត់4លានយួនដោយលើកដៃរបស់គាត់ទៅលើមេទាវីរបុរសស្រែកថាជូយ៉អាបូកាលីបព្រោះទីបំផុតគាត់ពិតជាមានហើយភ្លាមនោះទូរស័ព្ទរបស់គាត់រត់ហើយឈ្មោះគួងជីបង្ហាញលើអេក្រង់ដែលធ្វើឲ្យបុរសវិក្មេងនោះភ្ញាក់យ៉ាងខ្លាំងចំពោះការហៅនេះឆ្លើយតបការហៅនេះគាត់និយាយលេងជាមួយមិត្តរបស់គាត់ដោយសួរថាតើគាត់ហៅមកភ្លាមដោយសារតែនឹករូបគេឬនៅចុងខ្សែម្ខាងទៀតមិត្តរបស់តួឯកកំពុងធ្វើការនៅក្នុងការិយាល័យរបស់គាត់ក្នុងនាមជាអ្នករចនាក្រាហ្វិកដោយផ្ដោតអារម្មណ៍យ៉ាងខ្លាំងមិត្តរួមការងាររបស់គាត់ផ្ដោតជំនួយហិរញ្ញវត្ថុដោយនិយាយថាគាត់បានឮអំពីការបណ្ដេញចេញហើយអាចឲ្យគាត់ខ្ចីប្រាក់ខ្លះសម្រាប់ថ្លៃជួលបុរសវ័យក្មេងនោះនៅស្ងៀមមួយសន្ទុះនៅលើផ្លូវដោះស្ងាត់ដំណើរការព័ត៌មានដែលគាត់ទើបតែទទួលបានពីមិត្តរបស់គាត់ដោយស្នាមញញឹមប្រកបដោយទំនុកចិត្តគាត់ធានាគាត់ថាគាត់មិនត្រូវការលុយទេហើយថាអ្វីបានផ្លាស់ប្ដូរទៅរកភាពល្អប្រសើរហើយដោយភ្ញាក់ផ្អើលវីរបុរសសួរថាតើនរណាជាអ្នកប្រាប់គាត់អំពីការបណ្ដេញចេញហើយតើព័ត៌មាននេះរីករាលដាលយ៉ាងឆាប់រហ័សពាក់បន្ទីក្រុងយ៉ាងដឹកម្ដេចនៅចុងខ្សែម្ខាងទៀតមិត្តរបស់គាត់ហាក់ដូចជាខ្មាស់អៀនបន្តិចហើយចាប់ផ្ដើមបញ្យល់ពីស្ថានភាពយ៉ាងស្ងប់ស្ងាត់ឈុតឆាកកាត់ទៅឧបករណ៍ធ្វើការរបស់បុរសវ័យក្មេងនោះដោយបង្ហាញ tablet graphic និងក្តារចុចទំនើបរបស់គាត់បង្ហើបថាវាជាអតីតមិត្តស្រីរបស់វីរបុរសដែលបានប្រាប់គាត់ហើយសុំឲ្យគាត់តាក់ទងមកដើម្បីផ្ដល់ជំនួយដោយភ្ញាក់ផ្អើលនឹងការលាតត្រដាងនេះបុរសវ័យក្មេងនោះចងចាំអតីតគូស្នេហ៍របស់គាត់ហើយនិយាយមិនចេញអំពីរឿងនេះបន្ទាប់មកមិត្តរបស់គាត់សួរថាហេតុអ្វីបានជាពួកគេបែកគ្នាព្រោះក្មេងស្រីនោះហាក់ដូចជានៅតែខលខ្វាយពីគាត់ខ្លាំងណាស់តួឯកបញ្យល់ថាម្ដាយរបស់នាងទាមទារមិត្តប្រុសដែលអាចទិញផ្ទះបានដែលគាត់មិនអាចធ្វើបានដោយធុញទ្រាន់នឹងរឿងនេះអ្នករចនានិយាយថានេះគ្រាន់តែធ្វើឲ្យគាត់ចង់នៅលាវជារៀងហត់កាន់តែខ្លាំងវីរបុរសសួរថាតើអតីតរបស់គាត់ដឹងអំពីការបណ្ដេញចេញដល់របៀបណាព្រោះពួកគេមិនបាននិយាយគ្នាទេចាប់តាំងពីបែកគ្នាមិត្តរបស់គាត់ពន្យល់ថាអ្នកមីងព្រាននារីម្នាក់ដែលតែងតែចូលចិត្តនាងបានផ្សព្វផ្សាយពីចចាមអារាមទៅកាន់មនុស្សគ្រប់គ្នាដើម្បីធ្វើឲ្យរឿងកាន់តែអាក្រក់គាត់បង្ហើបថាបុរសអ្នកមាននោះបានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនគ្រាន់តែដើម្បីឲ្យគាត់អាចបណ្ដេញបុរសវ័យក្មេងនោះចេញដោយសារតែការស្អប់ខើមសុទ្ធសាធដោយឆេះដែលកំហឹងនៅលើទូរស័ព្ទវីរបុរសរកឃើញការពិតអំពីអ្នកដែលធ្វើឲ្យគាត់ត្រូវបានបណ្ដេញចេញហើយមានហៅគួងដ៏កាចសាហាវនៅជុំវិញរាងកាយរបស់គាត់នៅពេលនោះមិត្តរបស់គាត់សុំឲ្យបុរសវ័យក្មេងនោះរក្សាភាពស្ងប់ស្ងាត់ហើយកុំធ្វើអ្វីឆោតល្ងង់ដែលអាចធ្វើឲ្យគាត់ខាតបង់យ៉ាងធ្ងន់ធ្ងរនៅពេលអនាគតដោយសួរមិត្តរួមការងាររបស់គាត់បុរសវ័យក្មេងនោះសួរថាតើគាត់ពិតជាមើលទៅដូចជាប្រភេទមនុស្សដែលនឹងធ្វើអ្វីឆោតល្ងង់ដោយការជំរុញចិត្តមែនឬដោយធូរស្រាលចំពោះចម្លើយនេះអ្នករចនានិយាយលាឲ្យសម្រេចចិត្តបញ្ចប់ការហៅដើម្បីត្រឡប់ទៅធ្វើការរបស់គាត់នៅការិយាល័យវិញដោយស្នាមញញឹមក្លែងក្លាយលើមុខរបស់គាត់តួឯកនិយាយលាឲ្យទុកទូរស័ព្ទរបស់គាត់ខណៈពេលរៀបចំផែនការបញ្ចប់របស់កាសានីគូប្រជែងរបស់គាត់គ្រាន់តែគាត់ដាក់ទូរស័ព្ទចុះការបញ្ចេញមតិរបស់ផ្សងព្រៀងផ្លាស់ប្ដូរហើយគាត់ហៅយ៉ាងចេញឡៅនោះថាជាមនុស្សល្ងងខ្លៅដែលគ្មានការខ្មាស់អៀនយ៉ាងខឹងសម្បាដោយសម្លឹងមើលទៅលើមេឃគាត់ដឹងថាពេលវេលាបានកន្លងផុតទៅយ៉ាងលឿនហើយភ័យស្រុនស្លាវនៅពេលគាត់សម្គាល់ថាគាត់ជាតិយ៉ាវការធំលើការណាត់ជួបរបស់គាត់ដោយរត់ក្នុងរបួនលឿនតាមដងផ្លូវបុរសវ័យក្មេងនោះប្រើកម្លាំងកាយថ្មីរបស់គាត់ដើម្បីទៅដល់សន្តាគារឲ្យបានលឿនតាមរយៈធ្វើបានពេលមកដល់គោលដៅដ៏ប្រណីយើងឃើញផ្នែកខាងមុខនៃសន្តាគារ Grand Hotel ផ្តែមពន្លឺនៅក្នុងពន្លឺទីក្រុងនៅពេលបែបដោយឈរនៅច្រកចូល
វីរូបរោះឆ្ងល់ថាតើគូណាត់ជួបរបស់គាត់នៅឯណាព្រោះនាងបានសន្យាថានឹងមកដល់នៅពេលនោះភ្លាមនោះរថយន្តប្រណិតពណ៌ខ្មៅមួយគ្រឿងបានឈប់នៅពីមុខគាត់ដោយទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាដែលឆ្លងកាត់នៅលើចិញ្ចើមផ្លូវនៅពេលនោះចេញពីយានជំនាស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ហៅឈ្មោះបរិសវ័យក្មេងនោះដោយសំឡេងដ៏ផ្អែមល្ហែមដោយបង្ហាញវត្តមានដ៏ឆាតឆាយរបស់នាងចំពោះដៃគូរបស់នាងដោយមានរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើលតារាសម្ដែងសុំទោសដែលមកយឺតហើយបង្ហាញថានាងបានស្លៀកពាក់យ៉ាងល្អសម្រាប់រាត្រីពិសេសនេះដែលសង្កេតមើលសម្រស់របស់នាងអ្នកដើរថ្មើរជើងនៅជុំវិញមានរូបបេះដូងនៅក្នុងភ្នែករបស់គេហើយឆ្ងល់ថាតើនាងជាតារាល្បីល្បាញនេះអត់ដោយចង់ដឹងនាងសួរថាហេតុអ្វីបានជាគាត់សម្លឹងមើលខ្លាំងម្ល៉េះហើយតើមានអ្វីខកជាមួយស្ទីលដែលនាងជ្រើសរើសស្លៀកពាក់ឬអត់ដោយខ្មាស់អៀនទាំងស្រុងបុរសវ័យក្មេងនោះសារភាពថាគាត់មិនដែលដឹងថាមិត្តរួមបន្ទប់របស់គាត់ពិតជាស្រស់ស្អាតយ៉ាងណានោះទេដូច្នេះដោយធ្វើកាយវិការដ៏ទាក់ទាញក្មេងស្រីនោះសួរថាតើនាងកំពុងធ្វើឲ្យចៅហ្វាយរបស់នាងមើលទៅល្អនៅក្នុងកន្លែងដ៏ប្រណីបែបនេះឬអត់ចាប់ដៃរបស់គាត់ស្ត្រីវ័យក្មេងនោះទាញគាត់ចូលទៅខាងក្នុងខណៈដែលបុរសវ័យក្មេងនោះប្រែជាក្រហមទាំងស្រុងដោយសារការប៉ះពាល់រាងកាយភ្លាមដោយស្នាមញញឹមដ៏ទន់ភ្លន់នាងនិយាយថាវាគ្រាន់តែជាសុជីវធម៌សង្គមមូលដ្ឋានប៉ុណ្ណោះហើយថាគាត់មិនចាំបាច់ភ័យខ្លាំងពេកទេដោយអង្គុយនៅតុដែលមានទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុងរួចហើយអ្នករត់តុហោះមនុយឲ្យពួកគេដើម្បីឲ្យគូស្នេហ៍អាចកំងអាហារបានដោយអង្គុយនៅតុតារាសម្ដែងមើលមនុយដ៏ប្រណីរបស់ភោជនីយដ្ឋានហើយវិភាគជម្រើសម្ហូបយ៉ាងប្រុងប្រយ័ត្នប៉ុន្តែនៅពេលឃើញតម្លៃដ៏ថ្លៃកពពុកស្ត្រីវ័យក្មេងនោះភ្ញាក់ផ្អើលហើយគិតថាអ្វីៗនៅទីនោះថ្លៃគួរឲ្យអបសំណោយដោយមិនខ្វល់ពីតម្លៃវីរបុរសសូមឲ្យអ្នករត់តុយកអាហារពិសេសប្រចាំហាងចំនួន3និងក្តាមពិសេសចំនួន2ដោយភ្ញាក់ផ្អើលនឹងការកំងនេះក្មេងស្រីនោះត្អូញត្អែថាក្តាមតែមួយមុខមានតម្លៃ 1000 ហើយសួរពីអាកប្បកិរិយារបស់គាត់ដោយស្នាមញញឹមប្រកបដោយទំនុកចិត្តបុរសវ័យក្មេងនោះប្រាប់នាងឲ្យសម្រាកហើយនិយាយថាឥឡូវនេះគាត់អាចមានលទ្ធភាពទិញអាហារពេលល្ងាចដោយគ្មានបញ្ហាអ្វីឡើយតារាសម្ដែងសង្ស័យរឿងរបស់គាត់ហើយចងចាំថាមិត្តរបស់នាងទើបតែញ៉ាំប្រអប់អាហារថោកៗក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដើម្បីគេចចេញពីវាទូអាចបង្កើតរឿងថាគ្រួសាររបស់គាត់ទទួលបានប្រាក់សំណងយ៉ាងច្រើនហើយនោះជាមូលហេតុដែលគាត់មានលុយដោយជឿគាត់ស្ត្រីវ័យក្មេងនោះអោបគាត់ហើយនិយាយលេងថានាងមិនមានអារម្មណ៍ថាមានកំហុសចំពោះការប្លន់ពីមនុស្សកំសត់នោះទេនៅខាងក្រៅរួចហើយបុរសវ័យក្មេងនោះសរសើរអាហារហើយស្នើឲ្យពួកគេស្វែងរកកន្លែងផ្សេងទៀតសម្រាប់ទឹកទី2ប៉ុន្តែដៃគូរបស់គាត់បដិសេធការអញ្ជើញហើយនិយាយដោយស្នាមញញឹមថានាងឆ្អែតពេកមិនអាចញ៉ាំអ្វីទៀតទេភ្លាមនោះសម្លេងដែលធ្លាប់ស្គាល់មួយហើយឈ្មោះវីរបុរសហើយគាត់ងាកទៅប្រជុំមុខនឹងម្ចាស់សម្លេងនោះវាគឺចាងជាងឡង់ដែលជាព្រានារីដែលបានរៀបចំឲ្យតួឯកត្រូវបានបណ្ដេញចេញពីការងារចាស់របស់គាត់អ្នកធ្វើដំណើរឆ្លងពេលវេលាភ្ញាក់ផ្អើលដែលបានប្រជុំមុខនឹងសត្រូវដ៏ធំបំផុតរបស់គាត់នៃសន្តាគារដ៏ប្រណីនោះក្នុងលក្ខណៈចំកក់បុរសញាក់មាននោះសួរថាតើគាត់គិតថាគាត់សមនឹងនៅក្នុងកន្លែងដ៏ប្រណីបែបនេះឬវីរបុរសតបវិញដោយសួរថាតើសន្តាគារនេះគឺជារបស់គ្រួសារគូប្រជែងរបស់គាត់ដែរឬទេហើយតើគាត់នឹងត្រូវបណ្ដេញចេញឬអាប់ដោយស្នាមញញឹមដ៏ពីស្ពុលជនក្បត់ដឹងថាបុរសវ័យក្មេងនោះដឹងការពិតទាំងអស់អំពីការបណ្ដេញចេញរបស់គាត់រួចហើយបន្ទាប់មកនាងបង្ហើបថានាងគឺជាមិត្តស្រីរបស់ឆែនយ៉ាងហើយថានាងមិនចូលចិត្តឮនរណាម្នាក់និយាយអាក្រក់ពីគាត់ទេលើសពីនេះទៅទៀតស្ត្រីវ័យក្មេងនោះបញ្ជាក់ថាក្រុមហ៊ុនដែលមានចៅហ្វាយដូចគាត់ប្រកាសជានឹងខ្សែធនក្នុងពេលឆាប់នេះវីរបុរសលើកមេដៃសរសើរការសម្ដែងរបស់នាងដែលនាងរំលឹកគាត់ថានាងជាតារាសម្ដែងអាជីពដោយហៅដៃគូរបស់គាត់ថាសម្លាញ់គាត់និយាយថាពួកគេមិនគួរខ្ជះខ្ចាយពេលវេលាលឿសម្រាមទេហើយអ្នកទាំងពីរចាក់ចេញដោយដៃក្នុងដៃដោយឆែកដោយការស្អប់ខ្បឿនព្រាននារីហៅក្មេងស្រីនោះថាល្ងងនឹងខ្វះភ្នែកដែលបានជឿរឿងរបស់តួឯកស្ត្រីម្នាក់ទៀតលេចខ្លាយមកហើយបុរសអ្នកមាននោះស្រែកឲ្យវីរបុរសរងចាំព្រោះការសងសឹករបស់គាត់មិនទាន់ចប់ទេនេះគឺជាហ្វាងជាអតីតមិត្តស្រីរបស់អ្នកផ្សងភ្ជូនដែលសូមឲ្យព្រាននារីនាំនាងទៅផ្ទះឥឡូវនេះបុរសអញ្ជើញនាងទៅផឹកនៅបារប៉ុន្តែនាងបដិសេធការអស់ធ្វើនេះនិយាយថានាងមិនមានអារម្មណ៍ថាចង់ចេញក្រៅនាងប្រាប់គាត់ថានាងនឹងផ្ទេរចំណែកនៃវិក័យបត្រាអាហារពេលល្ងាចរបស់នាងហើយទុកគាត់ចោលទៅ
ដោយផយច្របល់យ៉ាងខ្លាំងចំពោះស្ថានភាពនេះអតីតមិត្តស្រីដើរទៅរកឡានខណៈដែលបុរសអ្នកមាននោះស្រែកហៅឈ្មោះវីរៈបុរសព្យាយាមឃាត់គាត់កុំឲ្យចាក់ចេញដោយទ្វារឡានបិទយ៉ាងខ្លាំងអតីតមិត្តស្រីរបស់វីរៈបុរសបើកឡានចេញទៅដោយមិនងាកមកក្រោយសីបីតែមួយវិនាទីដោយអស់សង្ឃឹមព្រាននារីស្រែកហៅឈ្មោះស្ត្រីវ័យក្មេងនោះខណៈដែលយានជំហានចេញទៅបោះបង់គាត់ចោលតែម្នាក់ឯងនៅកណ្ដាលផ្លូវក្បាប់ដៃបុរសអ្នកមាននោះត្អូញត្អែថានាងធ្វើការឲ្យក្រុមហ៊ុនរបស់គាត់ហើយមិនអាចធ្វើខ្លួនក្អែបប្រទ្រំបែបនេះបានទេឆាកកាត់ទៅស្ពានក្រោមពន្លឺព្រះច័ន្ទបង្កើតបរិយាកាសស្ងប់ស្ងាត់បន្ទាប់ពីការឈ្លោះគ្នាយ៉ាងខ្លាំងមុននេះខណៈពេលតារាសម្ដែងបញ្ចេញមតិថាបុរសនោះពិតជាគួរឲ្យរំខានណាស់ហើយវីរៈបុរសយល់ព្រមដោយងក់ក្បាលប៉ុន្តែតួឯកបង្ហើបថាដោយសារការជួបជាមួយគូប្រជែងរបស់គាត់អាចរកឃើញអ្វីដែលសំខាន់ដោយចង់ដឹងអំពីសេចក្តីថ្លែងការណ៍នេះដៃគូអាហារពេលល្ងាចរបស់គាត់សួរថាគាត់បានរកឃើញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលភ្លាមបែបនេះបុរសវ័យក្មេងនោះពន្យល់ថាជាមួយនឹងប្រាក់ដែលគាត់ឈ្នះភ្លាមគាត់បានគិតអំពីតំបន់ណាដែលត្រូវវិនិយោគជាមួយនឹងកណ្ដាប់ដៃក្តាប់នៅក្រោមពន្លឺព្រះច័ន្ទបុរសវ័យក្មេងនោះបង្ហាញថាឥឡូវនេះគាត់មានការសម្រេចចិត្តដ៏សំខាន់សម្រាប់អនាគតរបស់គាត់បន្ទាប់មកគាត់ស្រែកថាគាត់នឹងចាប់ផ្ដើមក្រុមហ៊ុនហ្គេមផ្ទាល់ខ្លួនរបស់គាត់ដើម្បីកំទេចសត្រូវរបស់គាត់ម្ដងហើយម្ដងទៀតដោយព្រួយបារម្ភស្ត្រីវ័យក្មេងនោះប្រមានគាត់ថាការចាប់ផ្ដើមក្រុមហ៊ុនគឺមានហានិភ័យហើយថាគាត់មិនគួរធ្វើសកម្មភាពដោយការជំរុញចិត្តបែបនេះទេដោយស្នាមញញឹមប្រកបដោយទំនុកចិត្តវីរៈបុរសប្រាប់នាងឲ្យសម្រាកហើយគ្រាន់តែរងចាំមើលការសម្ដែងដែលគាត់នឹងបង្ហាញត្រឡប់មកអគារ apartment ព្រះច័ន្ទនិងផ្កាយរះនៅលើមេឃពេលយប់ពីលើអគាររបស់គាត់ខណៈពេលកំពុងងូតទឹកអ្នកផ្សងព្រេងគិតថាការដោះដូរមាសពីតំបន់ដីខ្សាច់អាចជាអាជីវកម្មដ៏ល្អនៅពេលចាប់ផ្ដើមប៉ុន្តែមិនយូរប៉ុន្មានគាត់ដឹងថាខណៈដែលទ្រព្យសម្បត្តិរបស់គាត់កើនឡើងគាត់នឹងបញ្ចប់ដោយការតាក់ទាញចំណាប់អារម្មណ៍ហើយថែមទាំងអាចត្រូវបានស៊ើបអង្កេតទៀតផងដូច្នេះបុរសវ័យក្មេងនោះសន្និដ្ឋានថាគាត់ត្រូវការអាជីវកម្មស្របច្បាប់ដើម្បីបង្ហាញពីប្រាក់ចំណូលរបស់គាត់នាពេលអនាគតចេញពីងូតទឹកគាត់ជូតខ្លួនដោយកន្សែងហើយហាក់ដូចជាមានផែនការច្បាស់លាស់សម្រាប់បណ្ដាក់ទុនថ្មីរបស់គាត់អង្គុយនៅមុខកុំព្យូទ័របុរសវ័យក្មេងនោះគិតថាអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតរបស់ Wasteland គឺបច្ចេកវិទ្យាទំនើបរបស់វាគាត់ចងចាំថាមានតែ10ឆ្នាំប៉ុណ្ណោះដែលបានកន្លងផុតចាប់តាំងពីមហន្តរាយដូច្នេះបេតិកភណ្ឌបច្ចេកវិទ្យាមិនត្រូវបានបាត់បង់ទេដោយស្រមៃមើលមន្ទីរពិសោធន៍អនាគតវីរៈបុរសសន្និដ្ឋានថាគាត់អាចស្វែងរកអ្នកជំនាញទីច្រើននៅទីនោះដើម្បីជួយគាត់ស្រមៃថាជាមួយនឹងដំឡូងបំពងហឺត្រឹមតែ15ថង់ក្នុងមួយខែគាត់អាចជួលអ្នកជំនាញល្អបំផុតពីអនាគតជាមួយនឹងបច្ចេកវិទ្យា200ឆ្នាំទៅមុខបុរសវ័យក្មេងនោះដឹងថាការបង្កើតហ្គេមបដិវត្តន៍នឹងងាយស្រួលណាស់សម្រាប់គាត់នៅព្រឹកបន្ទាប់នៅក្នុងអគារ apartment របស់គាត់ផែនការបើកក្រុមហ៊ុនថ្មីទីបំផុតចាប់ផ្ដើមត្រូវបានអនុវត្តនៅលើទូរស័ព្ទវីរៈបុរសត្រូវបានជូនដំណឹងថាការចោះឈ្មោះក្រុមហ៊ុនរបស់គាត់ត្រូវបានដាស់ជូនហើយថាគាត់នឹងទទួលបានសារក្នុងពេលឆាប់ៗនេះដោយស្នាមញញឹមលើមុខរបស់គាត់បុរសវ័យក្មេងនោះអរគុណគាត់សម្រាប់ជំនួយហើយដាក់ទូរស័ព្ទចុះមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងវឌ្ឍនភាពដោយសម្លឹងមកទៅក្រែបង្អ៊ុញបុរសវ័យក្មេងនោះគិតថាឥឡូវនេះគាត់បានដោះស្រាយឯកសាររួចរាល់ជំហានបន្ទាប់គឺជួលបុគ្គលិកប៉ុន្តែមុនដំបូងគាត់ត្រូវស្តុកអាហារឲ្យបានច្រើនហើយរៀបចំសម្រាប់ការធ្វើដំណើរដ៏គ្រោះថ្នាក់មួយទៀតទៅកាន់ពិភពតំបន់ដីខ្សាច់នៅផ្សារទំនើបអ្នកផ្សងព្រេងសម្រេចចិត្តថាគាត់មិនអាចគ្រាន់តែយកអាហារសម្រាញ់និងដំឡូងបំពងទៅអនាគតទៀតបានទេអ្នកផ្សងព្រេងដឹងថាការបរិខែផលិតនៅលើការវេបឆប់អាចបង្កបញ្ហាប្រសិនបើនរណាម្នាក់កត់សម្គាល់ពីភាពខុសគ្នាធំណាស់ដោយរុញរទេះតាមច្រកដែរគាត់បន្តការទិញទំនិញរបស់គាត់គិតអំពីរបៀបដោះស្រាយបញ្ហាថ្មីនេះពេលមកដល់កន្លែងគិតលុយវីរៈបុរសត្រៀមខ្លួនបង់ប្រាក់សម្រាប់បរិមាណផលិតផលដ៏ច្រើនសន្ធឹកនៅពេលតែមួយសម្រាប់ការធ្វើដំណើររបស់គាត់អ្នកគិតប្រាក់ស្វាគមន៍គាត់ដោយស្នាមញញឹមហើយសួរថាបុរសសង្ហានឹងយកអ្វីនៅថ្ងៃនេះត្រង់ទៅត្រង់មកបុរសវ័យក្មេងនោះសុំឲ្យនាងថ្លឹងសាច់ជ្រូក25គីឡូក្រាមឲ្យគាត់នៅពេលនោះដោយភ្ញាក់ផ្អើលនឹងសំណើនេះស្ត្រីនោះហាមាត់ហើយនាងស្ទើរតែមិនជឿលើអ្វីដែលនាងទើបតែបានលីកន្លះម៉ោងក្រោយមកជាមួយនឹងអ្វីគ្រប់គ្នាត្រូវបានវិតខ្ចប់បុរសវ័យក្មេងនោះពេញចិត្តនឹងការទិញរបស់គាត់ហើយសម្រេចចិត្តថាវាគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះគាត់ក៏យកដំឡូងបារាំង20គីឡូក្រាមពោត20គីឡូក្រាមនិងស្ពៃក្តៅ20ក្បាលទៅកាន់ពិភពលោកមួយទៀត
ត្រឡប់មកវិញនៅក្នុងផ្ទះល្វៀងរបស់គាត់អ្នកផ្សងព្រេងកាន់ប្រអប់ដ៏ធ្ងន់ជាច្រើនទៅកាន់ទ្វារដោយការប្រឹងប្រែងយ៉ាងខ្លាំងជាមួយនឹងសម្លេងទង្គិចតិចៗទីបំផុតគាត់ដាក់បន្ទុកទាំងមូលនៅលើឥដ្ឋក្នុងបន្ទប់ទទួលភ្ញៀវហើយដកដង្ហើមធំដោយធូរស្រាលសុទ្ធសាធបរិបវ័យក្មេងនោះបញ្ចេញមតិថាទម្ងន់មិនមែនជាបញ្ហាសម្រាប់រាងកាយដែលបានពង្រឹងរបស់គាត់ទេប៉ុន្តែការកាន់អ្វីៗគ្រប់គ្នាទៅមកគឺជាការរំខានគាត់ព្រួយបារម្ភព្រោះប្រសិនបើក្រុមហ៊ុនរីកចម្រើនហើយគាត់ត្រូវចិញ្ចឹមមនុស្សរាប់រយនាក់វានឹងមិនអាចទៅរួចទេក្នុងការកាន់អ្វីៗគ្រប់គ្នាដោយខ្លួនឯងភ្លាមនោះចិញ្ចៀននៃលឿមរៀមដៃរបស់គាត់ចាប់ផ្ដើមបញ្ចេញពន្លឺយ៉ាងខ្លាំងដោយទាក់ទាញចំណាប់អារម្មណ៍របស់បរិបវ័យក្មេងនោះហើយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពន្លឺពណ៌មាសមួយលេចចេញពីវត្ថុវេទមន្តហើយប៉ះនឹងគំនរប្រអប់អាហារដែលគាត់ទើបតែទិញមួយប្រព្រឹត្តភ្នែកគ្រឿងផ្គត់ផ្គង់ទាំងអស់បាត់ពីបន្ទប់ក្នុងពន្លឺមួយហើយវីរបុរសត្រូវបានទុកឲ្យនៅច្របូរច្របល់ដោយសម្លឹងមើលចិញ្ចៀនបុរសវ័យក្មេងនោះចាប់ផ្ដើមសង្ស័យថាវត្ថុនោះមានថាមពលសម្ងាត់មួយទៀតដែលគាត់មិនបានដឹងដោយបិទភ្នែកអ្នកផ្សងព្រេងផ្ដោតអារម្មណ៍ហើយព្យាយាមភ្ជាប់ជាមួយថាមពលរបស់ចិញ្ចៀនដើម្បីមើលថានឹងមានអ្វីកើតឡើងបន្ទាប់មកគាត់ស្រមៃមើលប្រអប់ទាំងអស់ដែលអណ្ដែតនៅក្នុងវិមាត្រចម្លែកហាក់ដូចជាពួកវាត្រូវបានរក្សាទុកនៅក្នុងកន្លែងសុវត្ថិភាពបើកភ្នែកឡើងវីរបុរសអបអរសាទរនៅពេលគាត់ដឹងថាចិញ្ចៀនក៏មានមុខងារជាកន្លែងផ្ទុកផងដែរដោយស្នាមញញឹមជ័យជំនះគាត់ស្រែកពាក្យថារក្សាទុកហើយសាកល្បងពាក្យកម្លាំងសមត្ថភាពដ៏មានឥទ្ធិពលថ្មីរបស់គាត់បន្ទាប់មកបុរសវ័យក្មេងនោះផ្ដោតអារម្មណ៍ហើយចង្កុលទៅកន្លែងដែលប្រអប់នៅដើម្បីព្យាយាមយកអ្វីៗទាំងអស់មកវិញដោយផ្ដោតពាក្យកំបាំងយកមកវិញតួឯកអាចធ្វើឲ្យគ្រឿងផ្គត់ផ្គង់ទាំងអស់លេចចេញម្ដងទៀតនៅចំពោះគាត់រំភើបយ៉ាងខ្លាំងគាត់ដឹងថាចិញ្ចៀនមិនត្រឹមតែអនុញ្ញាតឲ្យគាត់ធ្វើដំណើរឆ្លងកាត់ពេលវេលាប៉ុន្តែថែមទាំងអាចរក្សាទុកវត្ថុអ្វីណាបានទៀតផងអ្នកផ្សងព្រេងសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងដំណឹងនេះរហូតដល់គាត់ធ្វើកាយវិការគួរឲ្យស្រឡាញ់ហើយថែបចិញ្ចៀនវេទមន្តរបស់គាត់ស្រែកថាសេវាកម្មរបស់ចិញ្ចៀនគឺមិនអាចយកឈ្នះបានសម្រាប់ការដោះស្រាយបញ្ហាដឹកជញ្ជូនរបស់គាត់ទាន់ពេលវេលាជាមួយនឹងថាមពលថ្មីរបស់គាត់ដែលមានសុវត្ថិភាពបុរសវ័យក្មេងនោះរៀបចំសម្រាប់ការធ្វើដំណើរមួយទៀតទៅកាន់ពិភពលោកអាប៉ូកាលីបចិញ្ចៀនពន្លឺម្ដងទៀតហើយរាងកាយរបស់វីរបុរសចាប់ផ្ដើមរលាយសម្រាប់ការបញ្ជូនសាររវាងវិមាត្ររយៈពេល2វិនាទីគាត់មកដល់ដោយសុវត្ថិភាពនៅក្នុងតំបន់ដីសាច់ត្រៀមខ្លួនដើម្បីដោះជំហានបន្ទាប់ក្នុងផែនការដ៏ធំដេររបស់គាត់ចង្អុលទៅដីអ្នកធ្វើដំណើរឆ្លងកាត់ពេលវេលាធ្វើឲ្យប្រអប់អាហារទាំងអស់លេចចេញពីកន្លែងណាក៏មិនដឹងនៅក្នុងគំនរបីបាក់គាត់គិតថាគាត់មិនអាចបង្ហាញសមត្ថភាពនេះទៅអ្នកនរណាបានទេហើយត្រូវរក្សាវាជាអត្ថកំបាំងសម្រាប់ពេលនេះដើម្បីជៀសវាងការសង្ស័យបរិសវ័យក្មេងនោះសម្រេចចិត្តយករបស់របរទៅឲ្យលីលូតាមរបៀបបុរាណដោយកាន់អ្វីៗគ្រប់យ៉ាងនៅក្នុងដៃរបស់គាត់បន្ទាប់មកវីរបុរសចាប់យកបន្ទះហើមួយដែលបម្រើជាការទូទាត់សម្រាប់បុគ្គលិកអនាគតរបស់ក្រុមហ៊ុនគាត់ដោយភ្លក់រសជាតិដែលនៅសេសសល់ញាក់បាញ់លិតម្រាមដៃរបស់នាងដោយរីករាយនឹងកំទេចកន្ទីចុងក្រោយនៃអាហារសម្រន់ហើអង្គុយលិនលើឥដ្ឋស្ត្រីវ័យក្មេងនោះសំពះដៃហើយបួងសួងសុំថងអាហារដ៏ឆ្ងាញ់នោះមួយទៀតពីចៅហ្វាយរបស់នាងប៉ុន្តែនាងចងចាំភ្លាមថាអាហារដែលបាត់ចិត្តល្អគឺជាធនធានដ៏មានតម្លៃណាស់នៅក្នុងពិភពលោកដែលត្រូវបានបំផ្លាញនេះដោយសម្លឹងមើលបន្ទះហិលនៅលើតុក្មេងស្រីនោះគិតថាកាន់ចាប់តែមួយអាចធ្វើឲ្យនរាមណក្រោះបានមួយសប្តាហ៍ឈរដោយទឹកមុខមើងម៉ាត់ស្រីវ័យក្មេងនោះដឹងពីតម្លៃពិតនៃការដោះដូរដែលនាងបានធ្វើជាមួយអ្នកធ្វើដំណើរឆ្លងពេលវេលាដោយអស់សង្ឃឹមនាងដឹងថានាងបានដោះដូរអាហារដ៏មានតម្លៃសម្រាប់គំនរមាសដែលគ្មានប្រយោជន៍ហើយថាបុរសវ័យក្មេងនោះនឹងមិនត្រឡប់មកវិញស្រីវ័យក្មេងនោះខ្លាចថាអង្គការរបស់វីរបុរសនឹងដាក់ទោសគាត់ចំពោះការធ្វើកិច្ចព្រមព្រៀងដ៏អាក្រក់បែបនេះសម្រាប់ក្រុមរបស់ពួកគេដោយមានអារម្មណ៍ថាព្រលឹងរបស់នាងកំពុងចែកចេញពីរាងកាយរបស់នាងអ្នកណែនាំជឿថាវាគ្រាន់តែជាសុបិនប៉ុណ្ណោះហើយថាគាត់នឹងមិនបញ្ញាខ្លួនទៀតទេភ្លាមនោះទ្វារបើកហើយតួឯកលេចឡើងដោយកាន់កំណរប្រអប់ដោយការលំបាកយ៉ាងខ្លាំងអ្នកធ្វើដំណើរឆ្លងពេលវេលាសូមជំនួយក្នុងការផ្លាស់ទីរបស់ហើយក្មេងស្រីនោះគាំងមិនអាចជឿលើអ្វីដែលនាងកំពុងឃើញដោយត្រេកអរយ៉ាងខ្លាំងអ្នកបាញ់ស្រែកហៅឈ្មោះចៅផៃរបស់នាងហើយលោតទៅជួយគាត់កាន់ប្រអប់អាហារប៉ុន្តែនៅពាក់កណ្ដាលនៃការលោតរបស់នាងស្រីវ័យក្មេងនោះធ្វើឲ្យអ្វីគ្រប់យ៉ាងធ្លាក់ទៅលើអ៊ីតហើយគ្រឿងហ្វគុនរាយប៉ាយពីបន្ទុកដែលមានធូលីដីជាមួយនឹងកម្លាំងនៃការដួលស្រីវ័យក្មេងនោះបានជាប់ដូរនៃការជួសជុលទៅលើបុរសវ័យក្មេងនោះនៅក្នុងឈុតឆាកដ៏ឆ្ងាញ់សម្រាប់ពួកគេទាំងពីរដោយយំដោយក្តីរីករាយនាងនិយាយថានាងមិនជឿថាគាត់នឹងត្រឡប់មកវិញទេហើយគិតថាវាសុទ្ធតែជាការកុហកដោយមុខក្រហមវីរបុរសសួរថាហេតុអ្វីបានជាគាត់កុហកហើយព្យាយាមធ្វើឲ្យដៃគូរបស់គាត់ស្ងប់ចិត្តដែលមានអារម្មណ៍រំភើបខ្លាំង
ក្មេងស្រីនោះបញ្យល់ថាថ្នាំពង្រឹងសមត្ថភាពมันមានតម្លៃស្មើនឹងកាបូបស្ប្រៃដែលពោពេញទៅដោយអាហារសម្រាប់ពួកគេដោយធ្វើឲ្យស្រីវ័យក្មេងនោះស្ងប់ចិត្តអ្នកផ្សំចេញអង្គឯកបាលនាងហើយនិយាយថាឋានៈរបស់គាត់នៅក្នុងអង្គការគឺខ្ពស់ណាស់គាត់ធានានាងថាទាំងអាហារមិនមែនជាអ្វីទេហើយថាមាសមានប្រយោជន៍ព្រោះគាត់អាចប្រើលោហៈដ៏មានតម្លៃនោះដោយលើកមេដៃបរិះវ័យក្មេងនោះសូមឲ្យនាងប្រញាប់ហើយរើអ្វីគ្រប់យ៉ាងដែលធាក់លើអ៊ីតគីឡូនេះអ្នកណែនាំរើស្បេកាមួយក្បាលហើយច្របូកច្របល់ដែលឈ្មោះថាតានោះក៏សម្រាប់នាងញ៉ាំដែរឬទេដោយបើកធ្នេធំក្មេងស្រីនោះស្រែកថានោះជាបន្លែហើយហាក់ដូចជានាងមិនបានឃើញវាយូរមកហើយបន្ទាប់មកនាងសួរថាតើអង្គការរបស់គាត់អាចដាំបន្លែបានយ៉ាងដូចម្តេចហើយភ្នាក់ផ្អើលនឹងលទ្ធភាព